នេះជាសម័យកាលមួយដែលមនុស្សគ្រប់គ្នាមានសន្តិភាពនិងស្រឡាញ់ព្រះជាម្ចាស់ប៉ុន្តែនេះគឺជារឿងរ៉ាវរបស់ព្រះលោកីសូមទេពធីតាឋានលើសូមប្រទានពរដល់រងរបស់ខ្ញុំសូមឲ្យនាងមានសុវត្ថិភាពមានសុខភាពល្អនិងរួចផុតពីជំងឺនិងគ្រោះមហន្តរាយអ្នកម៉ាក់យើងបានគោរពបូជាទេពធីតាអស់ជាច្រើនជំនាន់មកហើយនាងប្រកាសជានឹងល្អចំពោះយើងមានរឿងអ្វីកើតឡើងមានរឿងអ្វីកើតឡើងតើនេះជាអ្វីហេតុអ្វីសុកមានខ្យល់ខ្លាំងមេមើលនៅជាអ្វីនឹងស្ដេចបិសាចមកហើយរត់លីងស៊ីហេតុអីនាងមិនព្រមទទួលយកក្តីស្រឡាញ់របស់ខ្ញុំតើនាងចង់លាក់ខ្លួនដល់ណាទៀតតើនាងនៅទ្រាំឈរមើលអ្នកដែលគោរពអ្នកបានដល់យ៉ាងម៉េចបើអ្នកមិនចេញមកទេខ្ញុំនឹងសម្លាប់អ្នកភូមិឲ្យអស់ហើយបើនាងមិនព្រមចេញមកទៀតខ្ញុំនឹងកំទេចក្រុងនេះចោលអ្នកម៉ែតើនាងនៅទ្រាំឈ្មើអ្នកដែលគោរពអ្នកស្លាប់បានដល់យ៉ាងម៉េចលែងម៉ែខ្ញុំវិញទៅឈប់ភ្លាមទីបំផុតនាងបានបង្ហាញខ្លួនហើយឬអ្នកម៉ែម៉ែយ៉ាងម៉េចហើយវូជីនសូមឈប់ធ្វើបែបនេះទៀតទៅមនុស្សគ្រប់គ្នាស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំតើលោកអាចធ្វើវាបានយ៉ាងម៉េចទេពធីតាសម្លាប់គេទៅដើម្បីសងសឹកឲ្យអ្នកម្ដាយខ្ញុំនិងអ្នកភូមិផងលីងស៊ីតើនាងនឹងសម្លាប់ខ្ញុំដើម្បីតែក្រុមស្រមោចទាំងនេះឬសម្លាប់មកចឹងនាងឃើញទេនាងមិនហ៊ានសូម្បីតែធ្វើខ្ញុំរបួសតើនាងមិនស្រឡាញ់ខ្ញុំទេហេតុអីទេពធីតាមិនសម្លាប់វាអ្នកជាព្រះដែលថែរក្សាមនុស្សរាប់លានអ្នកហេតុអីទេពធីតាមិនសម្លាប់បិសាចវាបានសម្លាប់មនុស្សនឹងទីក្រុងនេះហេតុអីមិនសម្លាប់វាអ្នកមិនដែលមានស្នេហាអ្នកមិនយល់ទេតើបានឮទេពធីតាពួកអ្នកនិយាយហើយឬនៅពួកស្រមោចឯងនេះគ្មានតម្លៃទេលីស៊ីចាំខ្ញុំផងម៉ែរងម៉ែមិនអាចចូលរួមកម្មវិធីមង្គលការកូនបានទេឯងត្រូវតែរស់មិនថាយ៉ាងណាទេយកវាទៅម៉ែក្រោកឡើងហេតុអ្វីបានព្រះនិងបិសាចមានស្នេហាជាមួយគ្នាពេលឆ្លោះគ្នាបែរជាពួកយើងជាអ្នកស្លាប់ទៅវិញឯងបាននិយាយថាពួកយើងជាស្រមោចមែនទេអូខេខ្ញុំទទួលតែខ្ញុំនឹងធ្វើជាស្រមោចដែលរង្គើដល់ឋានព្រះអិនហើយអាចធ្វើឲ្យឯងស្លាប់បានសូមអបអរសាទរអ្នកគឺជាមនុស្សដំបូងគេដែលបានមកដល់ឋានសួគ៌ទាំង9
ការពី5ឆ្នាំមុនទេពធីតាឌូជាបានបរាជ័យក្នុងការសាកល្បងរបស់នាងតែគួរឲ្យស្ដាយគាត់បានស្លាប់យើងបានស្វែងរករូបកាយមនុស្សដើម្បីប្រើប្រាស់សម្រាប់ការរស់ឡើងវិញរបស់នាងហើយមានតែអ្នកទេដែលបានឆ្លងកាត់ការសាកល្បងចាប់ពីពេលនេះតទៅគ្រប់យ៉ាងទាំងអស់របស់អ្នកនឹងដូចគ្នានឹងទេពធីតាវាជាកិត្តិយសរបស់ខ្ញុំក្នុងការធ្វើឲ្យនាងរស់ឡើងវិញទេពធីតាការពារសត្វលោកទាំងអស់ហើយត្រូវបានគេគោរពបូជានៅទូទាំងភពទាំង3ស្ដេចបិសាចតើលោកមកទីនេះធ្វើអ្វីទេពធីតាគឺជាមនុស្សម្នាក់ដែលខ្ញុំស្រឡាញ់យ៉ាងជ្រាលជ្រៅដូច្នេះជាធម្មតាទេខ្ញុំនឹងក្លាយជាអ្នកដែលនឹងប្រោសនាងឲ្យរស់ឡើងវិញដូចនេះមនុស្សម្នាក់នេះគឺជាមនុស្សរបស់ខ្ញុំលែងខ្ញុំទៅទេវតានិងបិសាចយើងជាស្ត្រូវដែលមិនអាចផ្សះផ្សាគ្នាបានខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកយកគាត់ចេញពីឋានសួគ៌ទេតាំងលើលោកម្នាក់ឯងមែនចង់មកបញ្ឈប់ខ្ញុំចាប់ពីថ្ងៃនេះទៅអ្នកនឹងត្រូវបានចិញ្ចឹមដោយវិញ្ញាណទេពធីតាដូចនេះត្រូវដោយស្ដាប់បង្គាប់បើមិនដូច្នោះទេអ្នកនឹងមិនខុសពីធូបកាមទេខ្ញុំពិតជានឹងរស់នៅដោយគោរពប្រតិបត្តិនៅក្នុងភពអរិយចាប់ពីពេលនេះទៅដោយមិនចាក់ចេញពីអ្នកមួយជំហានឡើយការដែលនៅចិត្តលោកទើបជាក្តីប្រាថ្នាពិតរបស់ខ្ញុំដើម្បីក្លាយជារូបស្នងដំបូងអ្នកត្រូវតែស៊ូទ្រាំនឹងការដាក់ទណ្ឌកម្មដ៏លំបាកនិងគ្រោះថ្នាក់ដែលមនុស្សមិនអាចទ្រាំទ្របានប្រាប់ពីមូលហេតុដែលអ្នកអាចនៅរស់បានពេលដែលខ្ញុំត្រូវបានវាយប្រហារដោយពន្លឺខ្ញុំមានឆន្ទៈនៃសេចក្តីស្រឡាញ់100ដងខ្លាំងជាងអំណាចនៃការឈឺចាប់មើលទៅឆន្ទៈដ៏មុតមមរបស់អ្នកហាក់ដូចជាអ្នកពិតជាស្រឡាញ់ទេពធីតាខ្លាំងនោះជាហេតុដែលធ្វើឲ្យអ្នកខ្លាំងទេតាមពិតខ្ញុំមានសេចក្តីស្អប់រាប់រយដងលើសេចក្តីស្រឡាញ់ទៅទៀតប្រសិនបើទេពធីតាមិនបានបរាជ័យក្នុងបេសកកម្មប្រវត្តិសាស្ត្ររបស់នាងកាលពីប៉ុន្មានឆ្នាំមុនទេអ្នកដែលជាមនុស្សធម្មតាដែលកើតមកមានជីវិតផុយស្រួយដូចស្រមោចនឹងមិនត្រូវបានជ្រើសរើសឲ្យធ្វើជារូបស្នងដើម្បីទ្រាំទ្រព្រលឹងរបស់នាងឡើយចាប់ពីថ្ងៃនេះទៅជីវិតរបស់អ្នកជារបស់ខ្ញុំហើយរាងកាយរបស់អ្នកក៏ជារបស់ខ្ញុំផងដែរជីវិតរបស់លោកក៏នឹងក្លាយជារបស់ខ្ញុំដែរនេះជាចិញ្ចៀននៃចិត្តប្រសិនបើមានអ្វីមិនធម្មតាអំពីរាងកាយរបស់អ្នកខ្ញុំនឹងដឹងលោកម្ចាស់សិនឆេងថែរក្សានាងឲ្យបានល្អបើអ្នកណាហ៊ានប៉ះសក់នាងតែមួយសៃខ្ញុំនឹងកំទេចឲ្យคล้ายជាធូលីចាលោកម្ចាស់គាត់ពិតជាមិនស្គាល់អ្នកទេយើងគ្រាន់តែកំទេចស្រមោចទេតើព្រះដ៏ខ្ពង់ខ្ពស់អាចចាំបានដោយរបៀបណាខ្ញុំមិនគិតអញ្ចឹងទេតើអ្នកនឹងសងសឹកឬសូមម៉ាក់បានស្ងប់សុខចុះខ្ញុំនឹងសងសឹកជូនម៉ាក់ខ្ញុំប្រាជ្ញាថានឹងធ្វើជាព្រះប្រយុទ្ធឲ្យបានតើអ្នកដឹងទេថាវាពិបាកប៉ុណ្ណាក្នុងការធ្វើជាព្រះប្រយុទ្ធខ្ញុំចឹងជាវិញ្ញាណដើមឈើបានហ្វឹកហាត់អស់រយៈពេល3500ឆ្នាំមកហើយទីបំផុតខ្ញុំបានឡើងដល់ជីវិតអមរតៈប៉ុន្តែបានត្រឹមឋានៈតូចតាចដោយមិនសមហេតុផលខ្ញុំក៏ស្អប់បែបនឹងដែរ
ទោះជាយ៉ាងណាអ្នកជាមនុស្សធម្មតាកុំស្រមៃខ្លាយជាព្រះប្រយុទ្ធអីតើអ្នកដឹងវិធីខ្លាយជាព្រះប្រយុទ្ធបានទេយើងអាចសហការគ្នាបានគួរឲ្យអស់សំណើចខ្លាំងណាស់អ្នកមិនដឹងថាស្ថានសួគ៌ក្បែរមុខទៅណាផងអាចនិយាយអំពីការចូលរួមកម្លាំងគ្នាដោយរបៀបណាអ្នកអាចរងចាំបានដូចបានព្រមព្រៀងអ្នកគួរតែប្រាប់ខ្ញុំពីវិធីខ្លាយជាព្រះប្រយុទ្ធដើម្បីខ្លាយជាព្រះប្រយុទ្ធអ្នកត្រូវប្រមូលរបស់ពីរយ៉ាងផ្នែកដ៏លំបាកបំផុតជាងគេគឺបេះដូងរបស់អារក្សតើមនុស្សធម្មតាដូចអ្នកអាចយកធម្មពលបេះដូងរបស់គាត់ដោយរបៀបណាខ្ញុំនឹងធ្វើឲ្យគាត់ស្ម័គ្រចិត្តប្រគល់វាឲ្យខ្ញុំប៉ុន្តែព្រះអារក្សមិនមែនជាមនុស្សល្ងងទេលីឈៀវតើអ្នកដឹងទេអ្វីគ្រប់យ៉ាងគង់មានទីបញ្ចប់នៅពេលដែលបរុសធ្លាក់ក្នុងអន្លង់ស្នេហ៍គេនឹងឲ្យបេះដូងរបស់គេដោយស្ម័គ្រចិត្តតើអ្នកជឿបានដោយរបៀបណារាងកាយរបស់អ្នកគ្មានប្រយោជន៍មែនតើអ្នកអាចស័ក្តិសមជាអ្នកស្នងរូបសម្រាប់ទេពធីតាដោយរបៀបណាសូមអត់ទោសឲ្យខ្ញុំផងប្រហែលជាខ្ញុំកើតជំងឺផ្ដាសាយពី3ថ្ងៃមុនហើយបន្ទាប់មកខ្ញុំក៏ឃ្លានផងដែរខ្ញុំប្រាប់ច្បាស់ថាគ្រប់គ្នាត្រូវមើលថែអ្នកយ៉ាងយកចិត្តទុកដាក់អ្វីគ្រប់យ៉ាងអំពីអ្នកត្រូវមកចត់លោកម្ចាស់មានរឿងខ្លះអ្នកមិនយល់ទេខណៈពេលដែលសម្លៀកបំពាក់របស់ព្រះនាងស្អាតតែវាស្ដាងបន្តិចហើយសម្រាប់មនុស្សលោកដែលពាក់វានឹងកើតជំងឺផ្ដាសាយហើយខណៈពេលដែលទឹកសន្សើមទន្លេត្រជាក់មនុស្សធម្មតាដែលគ្មានសាច់បរិភោគនឹងប្រកាសជាឃ្លានហើយវាមិនដែលមិនទិញបាយស្រូបហូបទៅមានវិធីណាដើម្បីជាសះស្បើយមានជាអ្វីបាននឿថាធម្មពលពិតនៅក្នុងរូបកាយរបស់ព្រះអារក្សនៅក្នុងទ្រូងវាមានធម្មពលពិសេសអាចបង្កើតនិងផ្ទុកធម្មពលហើយព្យាបាលជំងឺទាំងស្រុងតើអ្នកគិតខ្លួនឯងជានរណាអ្នកគិតថាខ្ញុំនឹងក្បត់លីងស៊ីមែនទេអ្នកធ្វើលើហើយឃើញទេបច្ចេកទេសល្បួងដែលយើងបានរៀនពីពិភពមនុស្សយកមកប្រើក្នុងពិភពអារក្សមិនដំណើរការទេមិនអីទេដើម្បីដល់គោលដៅត្រូវមានការចាប់ផ្ដើមដើម្បីឈ្នះចិត្តនរណាម្នាក់អ្នកមិនអាចក្លាយជាស្រមោលរបស់អ្នកដែលពួកគេស្រឡាញ់បានទេយ៉ាងហោចណាស់ឥឡូវនេះគាត់ដឹងថាខ្ញុំនិងទេពធីតាដ៏ស្ងប់ស្ងាត់គឺខុសគ្នាមនុស្សហំតាក់គឺគួរឲ្យអាណិតណាស់កាន់តែផឹកទឹកសន្សើមទន្លេធ្វើឲ្យខ្ញុំកាន់តែឃ្លានរសជាតិវាអន់ជាងទឹកតែជ្រក់ម៉ាកែ1000ទៅទៀតបើមានទឹកអំពៅផឹកអែមយ៉ាងណាទេយើងនឹងមិនងាយយកបេះដូងរបស់ព្រះអារក្សបានភ្លាមទេតើអ្នកមានគម្រោងអ្វីអ្នកបាននិយាយថាតើមានវត្ថុបុរាណពីរផ្សេងទៀតជាអ្វីមួយគឺមេអំបៅសម្រាប់វិញ្ញាណនៃអាណាចក្រអន្តៈហើយមួយទៀតគឺរំពាត់ដែលស្រែកធ្ងន់នៃអាណាចក្រអារក្សរំពាត់ដែលស្រែកធ្ងន់នៃអាណាចក្រអារក្សបច្ចុប្បន្នស្ថិតនៅក្នុងដៃរបស់ហ្វាន់ស៊ីដែលជាកូនស្រីរបស់មេដឹកនាំនៃត្រកូលដែលស្រែកធ្ងន់គាត់ទទួលបន្ទុកសាងសង់វិមានអារក្សហើយបានរំទុកយ៉ាងខ្លាំងនៅក្នុងដៃរបស់ព្រះអារក្សពួកយើងមិនចាំបាច់ទៅរកគាត់ទេខ្ញុំបានឮថានាងស្រឡាញ់ព្រះអារក្សបន្ទាប់ពីមានរឿងយប់មិញកើតឡើងគាត់នឹងមករកខ្ញុំឃើញទេគេមកហើយនាងដែលមានចិត្តថោកទាបនឹងហ៊ានឲ្យដៃលោកម្ចាស់សេងឆេងនាងពិតជាមិនស្គាល់កន្លែងរបស់ខ្លួនទេឥឡូវនេះដំណឹងនៃការប៉ុនប៉ងឡើងក្រែរបស់អ្នកមិនបានសម្រេចបានសាយភាយពីពេញវិមានអារក្សបើអញ្ចឹងវាយ៉ាងម៉េចពួកអារក្សទាំងអស់ពិតជាចូលចិត្តការនិយាយដើមគេមែននាងដោយសារអ្នកមិនស្គាល់កន្លែងរបស់ខ្លួនឯងនោះខ្ញុំនឹងជួយអ្នកថានៅត្រង់ណា
មើលឲ្យច្បាស់នេះជាឋានៈដែលមនុស្សលោកដូចជាឯងតើអ្នកឃើញទេពួកមនុស្សលោកថ្នាក់ទាបក្នុងឋានអារក្សរបស់យើងគឺសមធ្វើជាអ្នកបម្រើរបស់យើងប៉ុណ្ណោះពុកខ្ញុំមិនអាចទ្រាំបានទៀតទេមកនេះមកចាំពុកជួយពួកមនុស្សលោកដែលមានល្បិចកបោកប្រាស់បែបនេះលែងត្រូវការទៀតហើយពុកក្រោកឡើងពុកគួរឲ្យអាណិតនេះវត្ថុទិព្វដែលបានប្រទានដល់យើងដោយព្រះអាទិទេពគឺរំពាត់ដែកអាចប្រែក្លាយមនុស្សលោកឲ្យទៅជាឆ្អឹងដោយការវាយមួយរំពាត់ពុកចង់សម្លាប់មនុស្សម្នាក់ងាយស្រួលដូចបោកចេកសម្រាប់យើងពួកវាជាសត្វដែលយើងអាចកំទេចបានដោយគ្រាន់តែចុចកញ្ចក់ដៃប៉ុណ្ណោះអ្នកដឹងថាត្រូវរៀបរឹបមិនហើយចាប់ពីពេលនេះទៅមែនហើយខ្ញុំនឹងមិនភ្លេចអ្វីដែលខ្ញុំត្រូវធ្វើឡើយពុកថ្លង់ណាស់វើយបើដូច្នោះខ្ញុំនឹងបញ្ជូនឯងទៅជួបជុំជាមួយឪពុករបស់ឯងចុះសូមគោរពស្ដេចបិសាចលោកម្ចាស់ពេលនេះអាណាចក្ររបស់យើងបានដណ្ដើមបានទីក្រុងទី13នៃអាណាចក្រយើងខ្លាំងហើយកងទ័ពអារក្សរបស់យើងអាចទៅមកបានដោយគ្មានអ្នកជំទាស់ហើយនាងរបួសហ៊ានខាត់យើងផងនេះជារំពាត់ទេពអ្នកកំពុងស្វែងរកសេចក្តីស្លាប់បើគ្រាន់បើឯងសម្លាប់យើងមកទោះយ៉ាងណាយើងឈឺត្រឹមតែថ្ងៃនេះយើងនឹងតាមសងសឹងឯងរាប់រយជាតិពួកមនុស្សថោកទាបឯងហ៊ានមិនគោរពមេតបផងធុញធប់នឹងជីវិតហើយមែនទេងប់ទៅនាងស្រីទីពីរសូមគោរពលោកម្ចាស់លោកម្ចាស់សូមលើកលែងឲ្យខ្ញុំផងលោកម្ចាស់សូមលើកលែងឲ្យខ្ញុំផងណាក៏ដោយឲ្យតែហ៊ានប៉ះពាល់នាងទេលោកម្ចាស់មកទៅទេលោកម្ចាស់ឈប់ធ្វើពុតទៅខ្ញុំដឹងថាអ្នកគ្មានអីទេមុនពេលខ្ញុំបង្ហាញខ្លួនអ្នកបានគ្រោងទុករួចហើយថានឹងប្រើអ្នកផ្សេងឲ្យសម្លាប់អ្នកគាត់បានដឹងពីពេលណាមកខ្ញុំគ្រាន់តែចង់លេងល្បិចឲ្យបានយូរបន្តិចលោកម្ចាស់ពិតជាឆ្លាតណាស់ពួកគេនិយាយថាមនុស្សលោកមានភាពទន់ខ្សោយពីកំណើតប៉ុន្តែខ្ញុំមិនដែលឃើញមនុស្សលោកមានល្បិចកនិងរឹងរូសដូចអ្នកទេខ្ញុំជាមនុស្សទន់ខ្សោយបើមិនប្រើល្បិចខ្លះតើខ្ញុំអាចការពារខ្លួនដោយរបៀបណាមនុស្សល្ងងខ្លៅឲ្យតើអ្នកដឹងទេថារំពាត់ទេវតាមានអំណាចគ្រប់គ្រាន់ដើម្បីធ្វើឲ្យរាងកាយរបស់អ្នកខ្ទេចខ្ទីបានបើខ្ញុំល្ងងវាយ៉ាងម៉េចទោះបីខ្ញុំរងរបួសបែបនេះយ៉ាងហោចណាស់ក៏បានលោកម្ចាស់នៅក្បែរដែរធម្មពលរបស់លោកម្ចាស់នឹងថែរក្សារាងកាយខ្ញុំលោកជាឱសថសម្រាប់ព្យាបាលជំងឺទាំងអស់អ្នករងរបួសបែបនេះហើយនៅគិតចង់ស្វែកជាមួយខ្ញុំទៀតវាជារបួសដែលអាចឲ្យខ្ញុំនៅក្បែរលោកម្ចាស់បាន
លោកម្ចាស់ជាមនុស្សដែលគេខ្លាចត្រអាតែសម្រាប់ខ្ញុំគួរឲ្យស្រឡាញ់ទៅវិញទេ ជាភារកិច្ចរបស់ខ្ញុំទេ លោកម្ចាស់មានចិត្តស្រឡាញ់ជ្រាលជ្រៅចំពោះទេពធីតាចឹងក៏ត្រូវតែស្រឡាញ់ខ្ញុំដែរប្រសិនបើខ្ញុំស្លាប់លោកម្ចាស់នឹងត្រូវស្វែងរករូបស្នងមួយផ្សេងទៀតតើវាមិនរំខានទេលោកម្ចាស់ចេះមិនចង់ឲ្យខ្ញុំនៅជិតម្ដងហើយម្ដងទៀតជាមួយខ្ញុំតើលោកអ៊ីនមែនទេមែនអត់ហៀប្រហែលខ្ញុំរស់នៅបាន 3000 ឆ្នាំតើខ្ញុំអ្វីដែលខ្ញុំមិនធ្លាប់ជួបឡបើអញ្ចឹងលោកម្ចាស់ធ្លាប់ធ្វើរឿងបែបនេះទេចុះបើបែបនេះហើយបែបនេះអត់គេខ្មាស់ចុះចេញគ្រាន់តែធ្វើ homework ជាមួយគ្នាបន្តិចបន្តួចដូច្នេះមិនមានទោសពៃទេអ្នកនឹងស្ដាយក្រោយត្រីចាប់ផ្ដើមស៊ុយនុយហើយការធ្វើ homework លើកនេះគ្រាន់តែដើម្បីជួយសង្គ្រោះលីងស៊ីប៉ុណ្ណោះកុំគិតច្រើនពេកនៅក្នុងក្រសែភ្នែករបស់ខ្ញុំអ្នកមិនខុសពីពែងទឹកដែលសុំទឹកពីងនោះទេលោកម្ចាស់សកម្មភាពរបស់លោកកាលពីយប់មិញវាមិនដូចបាននិយាយសោះតើអ្នកកំពុងនិយាយពីអ្វីខ្ញុំចង់មានន័យថាខ្ញុំគ្រាន់តែឃើញអ្នកជាថ្នាំដើម្បីព្យាបាលរបួសរបស់ខ្ញុំប៉ុណ្ណោះខ្ញុំមិនហ៊ានគិតពីអ្វីផ្សេងទៀតទេបន្ទាប់ពីញ៉ៃរញ៉ៃពេញមួយយប់មកខ្ញុំពិតជាឃ្លានណាស់តើអ្នកអាចគិតរឿងឃ្លានក្នុងពេលនេះបានដែរអ្នកនាងយ៉ាងនៅខាងក្នុងទេបេសាចកំពុងសង្ស័យមិនទាន់ទុកចិត្តនាងនៅឡើយទេសូមគោរពអ្នកនាងយ៉ាងលោកម្ចាស់បានប្រាប់ថាចាប់ពីពេលនេះតទៅគ្មាននរណាហ៊ានធ្វើបានអ្នកនាងទៀតទេត្រូវបម្រើអ្នកនាងយ៉ាងពិសេសលោកម្ចាស់បានប្រាប់ឲ្យប្រើប្រាស់ផ្ទះបាយពិសេសសម្រាប់អ្នកនាងពួកយើងបានធ្វើស៊ុបជើងជ្រូកសូមរីករាយជាមួយអាហាររបស់អ្នកនាងវ៉ាខ្ញុំមិនរំពឹងថាវិធីតាក់ចិត្តរបស់មនុស្សមានប្រសិទ្ធភាពសោះជីវិតមនុស្សខ្លីណាស់ប៉ុន្តែក្នុងរយៈពេលនេះពួកគេអាចទទួលបាននូវក្តីស្រឡាញ់និងស្អប់មានផ្អែមល្វីងគ្រប់រសជាតិមិនដូចទេវតាទេរស់នៅរាប់ពាន់ឆ្នាំមិនស្គាល់រសជាតិអ្វីទាំងអស់តែត្រូវដួលរំលំអាណាចក្រទាំង3ដោយសារតែស្នេហាវាជារឿងឆោតល្ងង់គាត់បានមើលងាយមនុស្សថាស្រួលសម្រាប់បំផុតខ្ញុំនឹងប្រើការមើលងាយរបស់គាត់ប្រែក្លាយជាកម្លាំងចិត្តបន្ទាប់មកនឹងដណ្ដើមគ្រប់យ៉ាងរបស់គាត់អ្នកនាង
ខ្ញុំធ្លាប់ធ្វើឲ្យអ្នកអាក់អន់ចិត្តពីមុនមកហើយថ្ងៃនេះខ្ញុំមកសុំទោសជាពិសេសនេះគឺជាក្មេងដែលអ្នកបានជួយសង្គ្រោះពីមុនគេឈ្មោះម៉ៅដោយមានអារម្មណ៍ឯកោខ្ញុំបានបញ្ជូនគាត់មកទីនេះជាពិសេសសូមឲ្យគាត់នៅជាមួយផងបងស្រីសៀវម៉ៅអ្នកអាចនៅជាមួយខ្ញុំចាប់ពីពេលនេះតទៅខ្ញុំគ្រាន់តែចង់ផឹកស៊ុបសណ្តែកក្រហមទៅផ្ទះបាយហើយស្ងោរវាឲ្យខ្ញុំផងខ្ញុំពិតជាត្រូវថែរក្សាខ្លួនឯងឲ្យបានល្អលោកម្ចាស់ស្រឡាញ់រូបរាងនិងស្បែករបស់ខ្ញុំណាស់ខ្ញុំមិនដឹងថាគាត់ធ្វើបែបនេះយូរប៉ុណ្ណាទេគាត់កំពុងធ្វើទារុណកម្មខ្នងនឹងចង្កេះរបស់ខ្ញុំឈឺហើយចាំមើលថានាងឯងធ្វើរូបលយបានប៉ុន្មានហេតុអ្វីបានជាអ្នកញុះញង់ហ្វាន់ស៊ីយ៉ាងនេះតើអ្នកមិនខ្លាចគាត់វាយទេនាងមានរំពាត់ដែកស្ថិតនៅក្នុងដៃបើខ្ញុំមិនញុះញង់នាងទេតើនាងនឹងបង្ហាញភាពទន់ខ្សោយដោយរបៀបណាហេតុអ្វីបានជាមិនដាក់វាចូលមាននរណាបញ្ជូនអ្នកមកទីនេះដើម្បីដាក់ថ្នាំពុលឃើញទេស្រះរំលាយសាកសពនេះអាចរំលាយគ្រប់យ៉ាងនៅក្នុងលោកវត្ថុមានជីវិតណាមួយដែលបោះចូលនឹងរលាយបាត់ក្នុងរយៈពេលតិចជាង3វិនាទីទោះបីមិនមែនសាកសពក៏ដោយដើរទៅលែងខ្ញុំទៅខ្ញុំខ្លាចណាស់ម៉ាក់លែងខ្ញុំទៅខ្ញុំមិនទាន់ចង់ស្លាប់ទេលែងកូនស្រីខ្ញុំទៅកុំឲ្យខ្ញុំត្រូវធ្វើដូចម្ដេចប្រាសិនម្ដាយនិងប្អូនស្រីរបស់ឯងបោះចូលទៅមិនដឹងថាហែលែងបានប៉ុន្មានវិនាទីទេសូមទុកជីវិតឲ្យម្ដាយនិងប្អូនស្រីខ្ញុំផងខ្ញុំនឹងធ្វើគ្រប់យ៉ាងតាមមីងប្រាប់ឯងនៅក្មេងណាស់នាងប្រកាសជាមិនធ្វើអ្វីដល់ឯងទេយកវាទៅប្រើថ្នាំពុលរបស់មនុស្សដើម្បីសម្លាប់មនុស្សល្អឥតខ្ចោះយ៉ាងណាទៅខ្ញុំគ្រាន់តែជាមនុស្សទន់ខ្សោយខ្ញុំមិនចង់បំពុលបងស្រីទេព្រោះបងស្រីបានជួយជីវិតខ្ញុំប៉ុន្តែបើបងស្រីមិនស្លាប់ម្ដាយនិងប្អូនស្រីខ្ញុំប្រកាសជាស្លាប់វាមិនអីទេកុំយំអីក្មេងល្អវាមិនមែនជាកំហុសរបស់ឯងទេត្រឡប់ទៅវិញហើយរាយការណ៍ប្រាប់នាងប៉ុន្តែអ្នកនឹងស្លាប់បើហូបរបស់នេះអ្នកណាថាយើងនឹងស្លាប់ពួកគេទៅវិញទេដែលត្រូវស្លាប់តើអ្នកហៅខ្ញុំមកទីនេះមានការអ្វីតើអ្នកបានឲ្យផ្ទះបាយតូចមួយដល់ខ្ញុំត្រូវអត់ប៉ុន្តែខ្ញុំគ្មានលុយទេដូច្នេះខ្ញុំបានធ្វើម្ហូបរបស់មនុស្សធម្មតាមួយចំនួនដើម្បីអរគុណអ្នកខ្ញុំលែងហូបអាហារបែបនេះយូរហើយក៏មិនដែលហូបអាហារលោកីទាំងនេះដែរគួរឲ្យខ្ពើមអូមិនអីទេវាពិតជាមានរសជាតិឆ្ងាញ់ណាស់លោកអាចមើលខ្ញុំហូបបានចាត់ទុកថាលោកបានហូបទៅចុះមកអង្គុយមកចាំមើលខ្ញុំហូបណាដូចលោកបានហូបដែរមកអង្គុយមកឥឡូវខ្ញុំចាប់ផ្ដើមហូបហើយណាស្អីគេនេះស៊ុបសណ្តែកក្រហមមែនទេចាកុំហូបមានថ្នាំពុលវាមិនអាចទៅរួចទេ
ตาแนะนาจองเធ្វើបាបខ្ញុំ ฟิวแข่งบาดโลกมาจ้ะซบใส่ปีระบอยយើងថាមានមនុស្សស្លាប់ថាតើអ្នកណាដែលមករកខ្ញុំមុនគេនោះជាអ្នកដាក់ថ្នាំពុលនាងហើយបាទលោកម្ចាស់ មានរឿងហើយអ្នកនាងស្រីនោះបានស្លាប់ដោយថ្នាំពុលហើយលោកម្ចាស់វាជាកំហុសរបស់ខ្ញុំដែលមិនបានការពារនាងបណ្ដាឲ្យនាងស្លាប់វាទាំងអស់គឺដោយសារតែកូនចៅរបស់ខ្ញុំបានរកឃើញថានាងក៏ជាមនុស្សដែរតែរស់នៅដោយស្រណុកមិនធ្វើការអ្វីដូចនេះហើយពួកគេច្រណែនក៏សុកចិត្តបញ្ជូនកូនក្មេងមកដើម្បីដាក់ថ្នាំពុលខ្ញុំសុកចិត្តសម្លាប់មនុស្សក្នុងទីក្រុងចំនួន30ដើម្បីសងសឹកនាង អ្នកដែលចង់ដាក់ថ្នាំសម្លាប់មនុស្សការពិតគឺជានាង ហេតុអ្វីបានជាអ្នកធ្វើបាបខ្ញុំម្ដងហើយម្ដងទៀតអ្នកដឹងថាខ្ញុំមានព្រលឹងនៃទេពធីតាតើវាអាចទៅរួចទេដែលអ្នកមិនចង់ឲ្យទេពធីតារស់ឡើងវិញខ្ញុំបងស្រីស្អាតខ្ញុំបានឮថាពីមុនឋានសួគ៌និងឋានអារក្សមកអនុញ្ញាតឲ្យមានការឆ្លើយឆ្លងគ្នាតើអ្នកអាចជួយខ្ញុំប្រគល់សម្បត្តិនេះទៅឲ្យកុកទេពបានទេ សម្រាប់លោកម្ចាស់កុកទេពអង្តាក់ អូ យកមិញខ្ញុំស្ទើរតែពោលស្លាប់នៅក្នុងអាណាចក្រអារក្សខ្ញុំសង្ឃឹមថាអ្នកអាចផ្ដល់អាវុធវេទមន្តខ្លះសម្រាប់ការពារខ្លួនដល់ខ្ញុំកាន់តែខ្លាំងកាន់តែល្អ សម្បត្តិរបស់ខ្ញុំ តើកំទេចរបស់ដែលខូចទាំងនោះមានប្រយោជន៍អ្វីមានតែអ្នកទុនខ្សោយទេដែលស្វែងរកការការពារខ្លួនអ្នកខ្លាំងគួរតែជាម្ចាស់បន្ទាប់មកអ្នកគួរតែវិបកត្រឡប់មកវិញគ្រប់អ្នកដែលធ្វើបាបអ្នក អ្នកជាអរិយទេពពិតណាស់អ្នកអាចនិយាយបែបនេះបានខ្ញុំគ្រាន់តែជាមនុស្សរមែងមានបញ្ហាដោយគ្មានអំណាចវេទមន្តត្រូវតែមួយរំពាត់ក៏ខ្ញុំនឹងត្រូវប្រែក្លាយទៅជាភេទដែរ ចឹងវីគេវិញទៅវាជារំពាត់ទេពដែលអាចវាបំបែកគ្រប់យ៉ាង ខ្ញុំបានធ្វើឲ្យវាស្គាល់អ្នកជាម្ចាស់រួចហើយដើម្បីស្ថិតនៅក្រោមបញ្ជារបស់អ្នក វត្ថុទេពមួយក្នុងចំណោមទាំង3គឺជារំពាត់ទេពទីបំផុតខ្ញុំទទួលបានមួយហើយវត្ថុទេពនេះមនុស្សក៏អាចប្រើវាបានដែរ មនុស្សក៏អាចប្រើវាដើម្បីសម្លាប់ទេវតានិងកម្ចាត់បិសាចបានដែរ បើដូច្នោះរំពាត់នេះអាចសម្លាប់អ្នកបានដែរទេ ខ្ញុំជាព្រះពិតមានជីវិតអមតៈត្រឹមរំពាត់ទេពកៈមិនអាចធ្វើអីខ្ញុំបានទេ និយាយបែបនេះលោកម្ចាស់ប៊ូលូឌៀមដាមឲ្យខ្ញុំមែនទេ លោកម្ចាស់ខ្ញុំបានឮថានៅយប់ព្រះច័ន្ទពេញវងការធ្វើកិច្ចការផ្ទះមានប្រសិទ្ធភាពខ្លាំងណាស់ហេតុអ្វីបានជាអ្នកមិនបង្រៀនខ្ញុំពីរបៀបប្រើរំពាត់នៅថ្ងៃនោះ អត់ចេះខ្មាស់គេ ការប្រើរំពាត់ក្នុងអំឡុងពេលវឹកហាត់នោះមិនមែនចង់មានន័យថាមែនទេលីយ៉ាវតើអ្នកដឹងទេថារំពាត់នេះត្រូវប្រើលើអ្នកណាឥឡូវនេះគឺជាមនុស្សដែលដកជាប់ក្នុងបេះដូងខ្ញុំជាងគេ អ្នកណានាំខ្ញុំទៅកន្លែងមួយតើមនុស្សធម្មតាអាចមកទីនេះដោយរបៀបណា
ខ្ញុំមកទីនេះដើម្បីសើចចំអកឲ្យអ្នកទោះបីជាខ្ញុំជាប់គុកនៅទីនេះក៏ដោយវាមិនមែនជាកន្លែងរបស់អ្នកដែលមនុស្សសាមញ្ញធម្មតាម្នាក់មកដើម្បីសើចចំអកឲ្យខ្ញុំលោកម្ចាស់បានបញ្ឈប់ការហូបអាហារយូរមកហើយថ្ងៃនោះអ្នកគ្រាន់តែមានសំណាងដែលហៅលោកម្ចាស់មកផឹកស៊ុបពោលបើមិនដូច្នោះទេអ្នកនឹងមិនរួចផុតពីរឿងទាំងអស់នេះទេជាការប្រសើរណាស់វាមិនមែនគ្រាន់តែជាសំណាងល្អនោះទេតើអ្នកចង់មានន័យយ៉ាងណាអ្នកលះបង់ចំពោះលោកម្ចាស់ខ្លាំងណាស់តើអ្នកមិនអាចដឹងពីតម្លៃស៊ុបសណ្តែកក្រហមនេះដោយរបៀបណាវាជាស៊ុបផ្ដើមស្នេហ៍របស់ព្រះអារក្សនិងទេពធីតាបានចុះមកផែនដីកាលពីប៉ុន្មានឆ្នាំមុនបានក្លាយជាកូនស្រីរបស់គ្រួសារនាយករដ្ឋមន្ត្រីនៅពេលដែលនាងរងរបួសយ៉ាងធ្ងន់ធ្ងរព្រះអារក្សបានព្យាបាលនាងហើយបានក៏បានឲ្យស៊ុបសណ្តែកក្រហមមួយចានទៅគាត់ព្រះអារក្សក៏ចាប់អារម្មណ៍យ៉ាងខ្លាំងចាប់តាំងពីពេលនោះមកហើយនឹងតែងតែយកចិត្តទុកដាក់ចំពោះស៊ុបសណ្តែកក្រហមនៅពេលណាដែលព្រះអង្គទតឃើញវាដូច្នេះស៊ុបសណ្តែកក្រហមមួយចានរបស់ខ្ញុំវាមានន័យធ្ងន់ធ្ងរណាស់សម្រាប់អ្នកនាងពិតជាមនុស្សកាចសាហាវណាស់កាចសាហាវយ៉ាងម៉េចបិសាចដែលគ្មានសីលធម៌ដូចអ្នកបានសម្លាប់មនុស្សយ៉ាងវេទនាទាំងដែលពួកគេមិនមានកំហុសពួកគេស្លាប់ដូចដោយអាណោចអាធំក្រោមសានដែររបស់អ្នកទាំងដែលពួកគេមិនមានសិទ្ធិតវ៉ាអ្វីទាំងអស់វាជាភាពទន់ខ្សោយរបស់មនុស្សភាពទន់ខ្សោយសមនឹងទទួលបានការស្លាប់ឬល្អណាស់ឥឡូវដល់វេនអ្នកហើយប្រព័ន្ធទេពរបស់ខ្ញុំមិនបានជានៅនឹងឯងខ្ញុំបានប្រាប់អ្នកពីមុនមកទីនេះហើយថាថ្ងៃណាមួយខ្ញុំនឹងយករំពាត់នេះដើម្បីសងសឹកដូចថ្ងៃដែលអ្នកបានធ្វើនេះសងសឹកឲ្យឪពុករបស់ឯងទៅសងសឹកឯងនិងឪពុករបស់ឯងគ្រាន់តែជាមនុស្សទាបថោកធ្វើជាទាសករសមហើយធម្មតាទេដែលស្លាប់ដោយខ្ញុំវាយនោះហើយឯងនិយាយថាចង់សងសឹកយ៉ាងម៉េចមួយនេះសម្រាប់លោកពុកមួយនេះសម្រាប់អ្នកម៉ែមួយនេះសម្រាប់ប្អូនស្រីរបស់ខ្ញុំក្មេងតូចឯងក្លាហានណាស់ឯងបានសងសឹកសម្រាប់គ្រួសាររួចហើយឯងពិតជាប្រហិនណាស់រងចាំរហូតដល់ខ្ញុំចេញពីទីនេះខ្ញុំនឹងសម្លាប់ឯងអ្នកមើលងាយជីវិតមនុស្សដូចជាស្រមោចទេប៉ុន្តែស្រមោចអាចជោគភ្នែករបស់អ្នកក៏អាចចេញឈាមខំស្បែកអ្នកអារម្មណ៍ស្អប់អន់ចិត្តហើយពួកគេនឹងមិនឈប់ដើម្បីសងសឹកឲ្យឈាមរបស់ពួកគេឡើយមនុស្សដែលអ្នកបានសម្លាប់ឥឡូវនេះដល់វេនរបស់អ្នកហើយត្រូវបានកំណត់ឲ្យស្លាប់នៅក្នុងដៃរបស់ខ្ញុំគ្រាន់តែជាមនុស្សសាមញ្ញម្នាក់តាមបញ្ជារបស់ស្ដេចបិសាចអ្នកទាំងអស់គ្នានឹងរួចទោសពួកយើងរួចទោសហើយពិតជាអស្ចារ្យមែនតោះទៅលឿនឡើងតោះទៅអ្នកបានដោះលែងមនុស្សដោយគ្មានការអនុញ្ញាតអ្នកមិនខ្លាចស្ដេចបិសាចខឹងទេពិតហើយគាត់នឹងខឹងខ្ញុំទោះយ៉ាងណាបិសាចនិងមនុស្សមានចំណុចដូចគ្នាពួកគេចូលចិត្តគ្រប់គ្រងអ្នកទន់ខ្សោយប៉ុន្តែពួកគេនឹងមិនលងស្នេហ៍នឹងអ្នកទន់ខ្សោយទេដូច្នេះក្នុងនាមជាអ្នកប្រមាញ់អ្នកត្រូវតែបង្ហាញចង្គមរបស់អ្នកម្ដងម្កាលតែស្ដេចបិសាចនឹងកំទេចចង្គមរបស់អ្នកបើអញ្ចឹងមែនអ្នកធ្វើយ៉ាងម៉េចល្បែងទើបតែចាប់ដើមលេងទេហេតុអីបានជាអ្នកហ៊ានម្លេះហ៊ានខ្លែងបន្លំបទបញ្ជារបស់ខ្ញុំហ៊ានដោះលែងមនុស្សទាំងនេះដោយខ្លួនឯងលោកម្ចាស់ដើម្បីព្រះដែលលោកស្រឡាញ់អ្នកសាងសង់វិមានដោយបង្ខំមនុស្សរាប់នាក់ឲ្យធ្វើការ
ព្រះជាម្ចាស់គឺស្រឡាញ់សត្វលោកបើនាងឃើញមែននេះនាងមិនសប្បាយចិត្តទេ នេះមិនមែនជារឿងរបស់អ្នកទេវាហាក់ដូចជាខ្ញុំមានការអត់អន់ចំពោះអ្នកខ្លាំងពេកនាពេលថ្មីនេះដែលធ្វើឲ្យអ្នកភ្លេចកន្លែងរបស់អ្នកប្រសិនបើអ្នកចង់ជួយមនុស្សអ្នកត្រូវតែទទួលលទ្ធផលមឈូសនេះនឹងមិនធ្វើបាបប្រលឹងអ្នកទេប៉ុន្តែវានឹងធ្វើឲ្យស្បែករបស់អ្នកមានអារម្មណ៍ដូចជាវាត្រូវបានកាត់ដោយកាំបិតនិងបំពង់ក្នុងផ្ទះខ្លាញ់តើអ្នកអាចទ្រាំទ្រនៅខាងក្នុងបានយូរប៉ុណ្ណាធ្វើបែបនេះនឹងអនុញ្ញាតឲ្យមនុស្សទាំងនេះដើរបានយូរតាមដែលអាចធ្វើទៅបានតើអ្នកអាចទ្រាំទ្របានយូរប៉ុណ្ណាលោកម្ចាស់តើនាងព្រមទទួលស្គាល់កំហុសរបស់នាងទេនាងស្ទើរតែស្លាប់ហើយក្មេងឲ្យនៅតែក្រអឺតក្រទុំទៀតចេញមកក្រៅភ្លាមចង់សាងលបងការអត់ធ្មត់ខ្ញុំឬលោកម្ចាស់បើមិនបញ្ឈប់ឥឡូវនេះទេមនុស្សលោកបានទៅដល់ព្រំដែនហើយវាមិនយឺតពេលទេក្នុងការតាមចាប់មកវិញឥឡូវនេះអនុញ្ញាតឲ្យខ្ញុំទៅតើមិនបានឮខ្ញុំនិយាយទេខ្ញុំអាចធ្វើបានហើយខ្ញុំជោគជ័យហើយលោកម្ចាស់ពួកគេនៅព្រំដែននៅឡើយទេបើទៅឥឡូវអាចសម្លាប់ពួកគេបានដោះលែងពួកគេទៅលោកម្ចាស់មិនឮទេថាដោះលែងពួកគេទៅបាទលោកម្ចាស់កុំកំរើកខ្ញុំមិនចង់បង្កើនកម្លាំងធាតុជាមួយលោកម្ចាស់ទេវាជាវិធីតែមួយគត់ដែលអាចព្យាបាលអ្នកបានអ្នកពិតជាមនុស្សឈួតមែនឈឺវីធ្វើឲ្យខ្ញុំកាន់បារម្ភពីអ្នកជារៀងរាល់ថ្ងៃព្រះកុកទេពអមតៈជាបុត្រដ៏ថ្លៃថ្នូរមានចិត្តសុភាពរាបសារនិងប៉ិនប្រសប់ហើយជាសិស្សតែម្នាក់គត់របស់ព្រះនាងខ្ញុំបានចាំអ្នកនិយាយថាច្បាប់កំណាព្យទី2របស់ព្រះគឺស្ថិតនៅក្នុងឋានសួគ៌វាហាក់ដូចជាព្រះកុកទេពអមតៈនេះគឺជាគន្លឹះនៃការឡើងឋានសួគ៌របស់យើងខ្ញុំបានកញ្ញាថាប្រលឹងទេពធីតានៅក្នុងខ្លួនរបស់នាងឥឡូវនេះត្រូវបានបង្កើតឡើងយ៉ាងរឹងមាំដល់ពេលត្រូវយកនាងទៅអាងទឹកត្បូងដើម្បីចិញ្ចឹមប្រលឹងរបស់ទេពធីតាហើយមិនចាំបាច់ទេរូបកាយនាងអាចចិញ្ចឹមនៅក្នុងអាណាចក្រអារក្សបានតើវិធីសាស្ត្ររបស់អារក្សគឺការផ្សាំនៅយប់ព្រះច័ន្ទពេញវងឬលោកបានអះអាងថាស្រឡាញ់អ្នកគ្រូរបស់ខ្ញុំដូចនេះលោកក៏ស្រឡាញ់មនុស្សស្រីនេះដូចគ្នា
មិនសមហេតុសមផលទេខ្ញុំស្រឡាញ់តែលីងស៊ីប៉ុណ្ណោះចំពោះស្ត្រីមនុស្សលោកនោះអ្នកអាចយកនាងទៅបានប្រសិនបើអ្នកចង់ក្នុងរយៈពេល1000ឆ្នាំកន្លងមកនេះឪពុកម្ដាយនិងមីងរបស់ខ្ញុំទាំងអស់បានឡើងឋានអម្ដាក់ជាបន្តបន្ទាប់ពួកគេរស់នៅក្នុងវាលស្មៅអម្ដាក់ខ្ញុំនឹងទៅសាកសួរអំពីមេអំបៅផុតពូជជាមុនសិនអ្នកត្រូវងូតទឹកនៅរសៀលនេះខ្ញុំទៅហើយណាឈប់តើអ្នកជានរណាខ្ញុំជាគ្មានអំណាចធម្មពលខាងវិញ្ញាណហើយក៏គ្មានជីវិតអមតៈទេអ្នកគ្រាន់ជាមនុស្សធម្មតាតើអ្នកណានាំអ្នកមកកាន់អាណាចក្រសម្ងាត់នេះគឺជាព្រះអង្គម្ចាស់អមតៈនៃសត្វកុកទេពគាត់បានបញ្ជូនខ្ញុំឲ្យងូតទឹកក្នុងបឹងនេះមិនសមហេតុសមផលទេតើមនុស្សធម្មតាដូចអ្នកអាចស្គាល់ព្រះអង្គម្ចាស់អមតៈនៃសត្វកុកទេពដោយរបៀបណាមនុស្សធម្មតាមិនមានសេចក្តីស្ងប់សុខទេរាងកាយរបស់ពួកគេពោពេញដោយថាមពលច្របូកច្របល់ចុះបើពួកគេបំពុលទឹកនេះខ្ញុំព្រួយបារម្ភតែបេះដូងរបស់ទេពអប្សរខេងយ៉ូអាចនឹងបំពុលទឹកបឹងនេះទេព្រះអង្គម្ចាស់អមតៈនៃកុកទេពសូមស្វាគមន៍ព្រះម្ចាស់អមតៈនៃសត្វកុកទេពចុះបើនាងជាមនុស្សធម្មតាវាយ៉ាងម៉េចនៅក្នុងអាណាចក្រទាំង6ទាំងអស់សុទ្ធតែកើតជាថ្មីពីមនុស្សមិនមានភាពខុសគ្នារវាងឋានៈខ្ពស់ឬទាបទេក្រៅពីនេះកញ្ញាយ៉ាងនេះគឺជាការចាប់កំណើតឡើងវិញរបស់ទេពធីតាឈៀងយ៉ាវដឹងខុសហើយអ្នកនាងយ៉ាងសូមចូលមកលោកម្ចាស់អ្នកនាងយ៉ាងបានទៅដល់ឋានសួគ៌ដោយសុវត្ថិភាពហើយមិនចាំបាច់រាយការណ៍ប្រាប់ខ្ញុំពីរឿងនាងនោះទេបាទលោកម្ចាស់ខ្ញុំនឹងតាមដាននាងដោយខ្លួនឯងតើនាងអាចស៊ូទ្រាំនឹងទុក្ខវេទនានៅទីនោះបានប៉ុណ្ណាដូច្នេះអ្នកនាងយ៉ាងតើអ្នកនឹងទៅជាមួយខ្ញុំទេចា៎មនុស្សស្រីនេះពិតជាមិនដឹងគុណមែនលោកម្ចាស់ទើបតែឲ្យនាងនៅរំពាត់ទឹកហើយនាងបានចាក់ចេញទៅជាមួយកុកទេពស្ដោយមិននិយាយអ្វីទាំងអស់ប្រហើនទៅទទួលពីនៃ30រំពាត់ភ្លាមបាទអ្នកនាងយ៉ាងនេះជាលំនៅឋានរបស់អ្នកនៅក្នុងឋានសួគ៌សូមសម្រាកមួយរយៈបន្ទាប់មកអ្នកអាចទៅអាងហែលទឹកវើខ្ញុំនឹងទៅយកសម្លៀកបំពាក់របស់អ្នកសម្រាប់ការផ្លាស់ប្ដូរអរគុណលោកឥឡូវនេះយើងបានមកដល់ឋានសួគ៌ហើយតើយើងអាចរក្សាទំនាក់ទំនងរបស់យើងជាមួយព្រះអរិយដោយរបៀបណាការស្រឡាញ់នរណាម្នាក់គឺដូចជាការថែទាំផ្កាអ្នកត្រូវស្រោចទឹកវារហូតមុនដីស្ងួតទាំងស្រុងផ្កាដែលមិនបានស្រោចទឹកអស់មួយរយៈវានឹងរីកផ្កាបានល្អបំផុតភារកិច្ចបន្ទាន់បំផុតរបស់យើងឥឡូវនេះគឺស្វែងរកវត្ថុបុរាណសម្រាប់ព្រះទី2គឺខ្លុយបំផ្លាញវិញ្ញាណចូលទៅងូតទឹកចុះខ្ញុំនឹងយាមនៅខាងក្រៅសូមអរគុណព្រះម្ចាស់អមតៈដែលបានជួយសង្គ្រោះខ្ញុំទោះជាយ៉ាងណាក៏ដោយហេតុអ្វីបានជាព្រះម្ចាស់អមតៈមានចិត្តល្អចំពោះមនុស្សធម្មតាដូចខ្ញុំអ្នករងទុក្ខវេទនានៃការសម្អាតជារៀងរាល់ថ្ងៃដើម្បីជាប្រយោជន៍ដល់ការរស់ឡើងវិញនៃអ្នកគ្រូរបស់ខ្ញុំខ្ញុំដឹងពីទុក្ខព្រួយទាំងអស់របស់អ្នក
សត្វគ្រាវពណ៌សនេះតែងតែព្យាយាមលួចមនុស្សពីលោកម្ចាស់ហើយឥឡូវនេះដោយសាររូបស្នងប្រលឹងចិត្តបានសម្រេចវាក៏កំពុងព្យាយាមលួចដែរវាពិតជាគួរឲ្យស្អប់ខ្ពើមណាស់ពេលខ្ញុំមិននៅក្បែរតើអ្នកលួងលោមបរោះដទៃទៀតដូចនេះឬគាត់ពិតជាមកដូចរំពឹងហេតុអ្វីបានជាលោកខឹងខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់ទេអ្នកណាដែលអាចការពារខ្ញុំបានខ្ញុំនឹងល្បួងពួកគេមានការការពារពីខ្ញុំហើយហេតុអ្វីបានជាអ្នកត្រូវសូមជំនួយពីអ្នកដទៃវិលត្រឡប់ទៅឋានអារក្សវិញហើយអនុវត្តការផ្ទេរកម្លាំងធាតុជាមួយខ្ញុំវាអាចចិញ្ចឹមរាងកាយនិងព្រលឹងរបស់អ្នកល្អជាងការត្រាំទឹកបឹងនេះទៅទៀតតើអាចទៅវិញដោយរបៀបណាលោកបៃហ៊ឺអំតាក់បាននិយាយថាលោកបានថែទាំទឹកនៃយ៉ាវឈីយ៉ាងលំបាកអ្វីដែលយ៉ាវឈីអាចធ្វើបានខ្ញុំក៏អាចធ្វើបានដែរលោកកំពុងធ្វើអ្វីខ្ញុំមិនរងរបួសទេហើយក៏មិនមែនយប់ពេញបរមីដែរមានអីខុសគ្នាលោកម្ចាស់បានទៅពិនិត្យមើលអ្នកនាងយ៉ាងឬហេតុអីយកនាងមកវិញវាមិនន័យថាខ្ញុំមិនចូលចិត្តនាងទេអូទេនាងស្ថិតក្នុងគ្រោះថ្នាក់ហេតុអ្វីបានជាលោកម្ចាស់គាត់ប្រញាប់ម្ល៉េះគេមកហើយហេតុអីបានជាអ្នកដប់មិនច្រើនមេអ្នកណាធ្វើបាបនាងខ្ញុំបានជំពប់ដួលដោយខ្លួនឯងហើយក្រឡឹកជង្គង់បន្តិចព្រះអារក្សតើអ្នកពិតជាមិនចូលចិត្តខ្ញុំមែនទេកុំផឹកទៀតអីសំបីតែខ្មោចក៏នឹងស្រវឹង3ថ្ងៃពេលផឹកថ្នោតជូរនេះដែរតើមនុស្សធម្មតាដូចនាងអាចផឹកវាយ៉ាងងាយបែបនេះព្រះអារក្សតើអ្នកអាចប្រាប់ខ្ញុំអំពីទេពធីតាបានទេតើនាងជាមនុស្សប្រភេទណាហេតុអ្វីបានជានាងធ្វើបែបនេះសម្រាប់លីងស៊ីព្រោះខ្ញុំចង់ដឹងថាតើព្រះអារក្សចូលចិត្តប្រភេទណាតើនាងស្រស់ស្អាតដូចខ្ញុំទេជឿជាក់ខ្លួនឯងហួសហេតុពេកហើយទោះ
បីជាខ្ញុំជាមនុស្សធម្មតាក៏ដោយខ្ញុំអាចទប់ចំពោះគ្រឿងស្រវឹងបានល្អដែរខ្ញុំផឹកមិនដែលស្រវឹងទេប្រាប់មើលតើនាងអាចរត់បានប៉ុន្មានសូទេពធីតាមិនផឹកថ្នោតជូរទេហើយក៏មិនឈួតដូចអ្នកដែលពេលស្រវឹងនាងនៅស្ងៀមហើយផឹកតែដំណក់ទឹកសន្សាមដំបូងនៃពេលព្រឹកអំដោយផ្កាប៉េះលយហើយចឹងលីងស៊ុយថាចូលចិត្តនៅម្នាក់ឯងហេតុអីគាត់យកបៃហេមកចិញ្ចឹមហើយធ្វើជាសិស្សបៃហេគ្រាន់តែជាកូនគ្រាដែលលីងស៊ីបានរើសនៅលើភ្នំគុនលុនប៉ុណ្ណោះខ្ញុំយល់ហើយអ្នកខ្វល់ពីបៃហេមែនទេខ្ញុំគ្រាន់តែមានអារម្មណ៍ថាទេពធីតាមានអ្នកកោតសរសើរច្រើនតើនាងមិនអាចទុកមួយសម្រាប់ខ្ញុំបានទេនាងនិយាយថានាងមិនចូលចិត្តខ្ញុំប៉ុន្តែវាត្រូវបានសរសេរលើមុខរបស់នាងរួចហើយមនុស្សប្រុសងាយនឹងបញ្ឆោតណាស់នេះជាស្រាប់កាប៉េះដែលខ្ញុំធ្វើដោយខ្លួនឯងក្នុងនាមជាអ្នកជឿលើទេពធីតាខ្ញុំគួរតែទៅវិហាររបស់ទេពធីតាដើម្បីគោរពបូជាប៉ុន្តែខ្ញុំខ្លាចបង្កបញ្ហានៅស្ថានសួគ៌ដូច្នេះខ្ញុំសូមអង្វរព្រះអង្គម្ចាស់ជួយទទួលយកចំនួនខ្ញុំផងខ្ញុំនឹងយកឲ្យដល់អ្នកគ្រូសូមអរគុណសម្រាប់ទឹកចិត្តមួយនេះដោយដឹងថាទេពធីតាចូលចិត្តផឹកស្រាចៅលូមិនបានជាយកស្រាប់កាប៉េះមកវិញហេតុអ្វីបានជាអ្នកធ្វើបែបនេះជាការពិតណាស់អ្នកចាំតែមើលទៅទេពធីតាអ្នកជឿទេមនុស្សសាមញ្ញម្នាក់បានធ្វើអាហារសម្រាប់អ្នកខ្ញុំចិត្តនិយកវាទៅបោះចោលដើម្បីធ្វើឲ្យគាត់រងការអាម៉ាស់ខ្ញុំមានចេតនាមកយឺតបន្តិចដើម្បីឲ្យនាងត្រូវបានគេមើលងាយនាងពិតជាមិនស្គាល់ពីឋានៈខ្លួនឯងបានមែនដោយហ៊ានថែរក្សាព្រលឹងអ្នកគ្រូដែលបានធ្វើរឿងដ៏កខ្វក់នៅក្នុងស្រះទឹកនេះអ្នកគ្រូសូមអ្នកគ្រូពិសាអាហារពេលព្រឹកអ្នកគ្រូហេតុអ្វីបានជាអ្នកគ្រូមិនផឹកចាំខ្ញុំជួយអ្នកតើរាងកាយរបស់ទេពធីតាមិនបានរលាយបាត់ទេហេតុអ្វីបានជាមានសាកសពរបស់ទេពធីតានៅទីនេះព្រះជាម្ចាស់ឲ្យព្រះអង្គម្ចាស់បៃហេថែមទាំងថើបសាកសពទៀតផងគាត់ពិតជាមនុស្សវិកលចរិតមែនមានតែខ្ញុំទេដែលយល់ពីអ្នកគ្រូច្បាស់ហើយអ្នកគ្រូក៏ជារបស់ខ្ញុំតែម្នាក់ប៉ុណ្ណោះសម្រាប់រយៈពេល1000ឆ្នាំ10000ឆ្នាំក៏នៅតែជារបស់ខ្ញុំម្នាក់តែប៉ុណ្ណោះអ្នកនឹងត្រឡប់មករកខ្ញុំវិញឆាប់នេះហេតុអ្វីបានជាសក់របស់អ្នកបដូរក្លិនរងចាំបន្តិចខ្ញុំនឹងធ្វើឲ្យល្អឡើងវិញភ្លាម
នាងយ៉ាងតើអ្នកកំពុងធ្វើអ្វីនៅទីនេះអ្នកបានឃើញអ្វីទាំងអស់ទេអាបែកអ្នកហ៊ានវាយខ្ញុំផងដោយសារអ្នកមានអារម្មណ៍ចំពោះខ្ញុំតាំងពីដើមមកខ្ញុំមិនគួរជួយសង្គ្រោះអ្នកទេពេលខ្ញុំនៅលើភ្នំគុនលុនភ្នំខុនលុនមានតែទេពធីតាទេដែលដឹងអំពីការសង្គ្រោះខ្ញុំនៅភ្នំខុនលុនអ្នកគ្រូគឺជាអ្នកបានត្រឡប់មកវិញហើយឬនៅពេលនោះនៅពេលដែលអ្នកគ្រូព្រាជ័យក្នុងការរារាំងឧបសគ្គខ្ញុំគិតថាខ្ញុំនឹងមិនបានអ្នកក្រុមដងទៀតទេឥឡូវនេះខ្ញុំគិតថាខ្ញុំអាចនិយាយជាមួយអ្នកក្រុមដងទៀតហើយខ្ញុំគិតថាខ្ញុំរាងកាយរបស់ខ្ញុំច្បាស់ជាបែកខ្ទេចខ្ទីមិនដេចបានជានៅក្នុងបន្ទប់របស់អ្នកវិញតើរាងកាយរបស់មនុស្សនេះអាចស័ក្តិសមជារាងកាយរបស់អ្នកគ្រូដោយរបៀបណាដូច្នេះខ្ញុំបានរៀបចំនៅរាងកាយផ្សេងដើម្បីប្រើប្រាស់ពេលដែលអ្នកគ្រូវិលត្រឡប់វិញខ្ញុំធ្វើនេះគឺសម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកគ្រូប៉ុណ្ណោះបើអ្នកពិតជាគោរពគ្រូរបស់អ្នកមែនហេតុអីអញថាបនឹងអប់រូបកាយនោះអ្នកគ្រូសូមដាក់ទោសខ្ញុំមកចុះខ្ញុំតែងតែមានគំនិតអាក្រក់ចំពោះអ្នកគ្រូសូមដាក់ទោសខ្ញុំមកអ្នកគិតថាខ្ញុំមិនហ៊ានមែនទេលើកជង្គង់ចុះអ្នកគ្រូមិនដែលខឹងខ្ញុំទេតែពេលដែលកែវភ្នែកអ្នកគ្រូពោពេញទៅដោយព្រះអរទីបំផុតអ្នកខឹងនឹងខ្ញុំប្រហើនចាំមើលថាតើអ្នកហ៊ានមិនគោរពយើងម្ដងទៀតឬអត់ខ្ញុំសុខចិត្តឲ្យអ្នកគ្រូដាក់ទោសខ្ញុំរៀងរាល់ថ្ងៃប៉ុន្តែខ្ញុំនឹងមិនឲ្យសេចក្តីស្រឡាញ់នេះរលាយបាត់ឡើយតាំងពីពេលដែលគាត់គិតថាខ្ញុំជាអ្នកគ្រូរបស់គាត់ខ្ញុំដូចជាលេងច្រើនពេកហើយបើអ្នកស្រឡាញ់ខ្ញុំយ៉ាងនេះអ្នកគ្រូហេតុអ្វីបានជាយំបែបនេះតើអបិយសាច់នោះធ្វើបាបទៀតអ្នកគ្រូមែនទេវាជាអ្នកដណ្ដើមស្នេហារបស់ខ្ញុំសប្តាហ៍ថ្ងៃនេះគាត់តែងតែបញ្ចូលកម្លាំងធាតុជាមួយខ្ញុំពេលខ្លះខ្ញុំពិតជាចង់ឲ្យខ្ញុំអាចបង្វិលពេលវេលាថយក្រោយហើយត្រឡប់ទៅភ្នំគុនលុននោះវិញដើម្បីជីវិតដ៏សុខសាន្តតែម្នាក់ឯងជាមួយសត្វគ្រាខ្ញុំដឹងថានៅក្នុងចិត្តរបស់គាត់មានរូបខ្ញុំអ្នកគ្រូជាមនុស្សសំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំអ្នកណាដែលធ្វើឲ្យអ្នកឈឺចាប់ស្ដេចបិសាចជាអ្នកធ្វើឲ្យអ្នកសេពខ្ញុំពិតជានឹងធ្វើឲ្យគេរងទុក្ខវិញប៉ុន្តែពេលនេះខ្ញុំជាប់នៅក្នុងរូបកាយនេះតើខ្ញុំអាចធ្វើឲ្យគាត់រងទុក្ខដោយរបៀបណាតើខ្ញុំអាចធ្វើដូចម្ដេចបានហេតុអ្វីមិនអាចនេះគឺវិញ្ញាណមេអំបៅទេពវាអាចបង្កើតសុបិនដ៏ឈឺចាប់បំផុតមិនថាព្រះឬអារក្សទេទាំងអស់អាចជាប់អន្ទាក់វាវិញ្ញាណដើមរបស់ពួកគេត្រូវបានបំផ្លាញដល់មហន្តរាយឥឡូវនេះខ្ញុំនឹងឲ្យមេអំបៅនេះដល់អ្នកតើវាពិតជាអាចសម្លាប់ស្ដេចបិសាចមែនឬស្ដេចបិសាចគឺជាអារក្សមានអាយុរាប់ពាន់ឆ្នាំវានឹងមិនអាចបំផ្លាញបានប៉ុន្តែយ៉ាងហោចណាស់អាចដាក់អន្ទាក់គាត់បានពេលវេលាមួយធូបខ្ញុំមិនបានរំពឹងថាវានឹងងាយស្រួលដូចនេះទេយើងទទួលបានអាវុធវេទមន្តសម្រាប់ព្រះទី2ហើយដោយសារគាត់មានការគិតអំម៉ៃនិងឆ្លុះវង្វេងវាជាចំណុចខ្សោយដែលអនុញ្ញាតឲ្យយើងបំផ្លាញគាត់បានថ្ងៃនេះជាយប់នៃព្រះច័ន្ទពេញវង្សព្រះអារក្សនឹងមករកអ្នកដើម្បីបញ្ចូលកម្លាំងធាតុ
Từ ní tu mê ẩm bờ ní, mình ai xâm lập rẹ ban có đòi có nè ai thưa bạp quạt đòi vì bản đè. Trầm trừ. Ê ní khňông miên rõm khňông sờ lạnh quạt stơ chkut từ hời. Khňông mình đăng thà quạt nơi tại hiên một chục khňông ọc tế. ខ្ញុំមកទីនេះដើម្បីប្រាប់អ្នកថាថ្ងៃនេះជាយប់ពេញបូរមីតែខ្ញុំមិនអាចប៉ះអ្នកបានឡើយព្រោះខ្ញុំមិនបានស្រឡាញ់អ្នកតតែសោះព្រះអង្គម្ចាស់តើខ្ញុំបានធ្វើអ្វីខុសឬព្រះអង្គម្ចាស់ខ្ញុំបានស្រវឹងកាលពី2-3ថ្ងៃមុនតើខ្ញុំបាននិយាយអ្វីដែលខ្ញុំមិនគួរនិយាយចាប់ពីពេលនេះទៅអ្នកមិនត្រូវរងចាំខ្ញុំទៀតទេព្រោះខ្ញុំបានយល់ពីគំនិតរបស់អ្នករួចហើយខ្ញុំមិនអាចឲ្យអ្នកធ្វើអ្វីដែលអ្នកចង់បានទេតើនេះមិនដូចអ្វីដែលខ្ញុំប្រាថ្នាទេអត់ទេខ្ញុំចង់ឃើញអ្វីដែលធ្វើឲ្យអ្នកឈឺចាប់ខ្លាំងតើវាជាអ្វីតើអតីតព្រះអរិយនិងទេពធីតាមកឋានសួគ៌ដោយរបៀបណាហេតុអ្វីគាត់ស្លៀកពាក់ដូចជាមនុស្សធម្មតាមើលចុះនេះជាទ្វារនៃស្ថានសួគ៌នៅពេលដែលខ្ញុំក្លាយជាទេវតាខ្ញុំនឹងអាចជួបអ្នកជារៀងរាល់ថ្ងៃពិតជាត្រឹមត្រូវហើយតើទេពធីតានឹងណែនាំអ្នកណាឲ្យចូលទៅក្នុងការជួបជុំនៃព្រះអម្ចាស់ពន្លឺនេះគឺមនុស្សដែលខ្ញុំបានជួបក្នុងអំឡុងពេលធ្វើដំណើររបស់ខ្ញុំនៅក្នុងពិភពមនុស្សគាត់ពិតជាមនុស្សល្អណាស់ហេតុអីអ្នកជាកូនរបស់ខ្ញុំនិងមេធ្មប់ការផ្ដល់កំណើតរបស់អ្នកគឺជាកំហុសដ៏ធំមួយកាលពីពេលនោះយើងបានបំផ្លាញម្ដាយរបស់អ្នកថ្ងៃនេះយើងនឹងបំផ្លាញឯងដែរដូច្នេះនេះជារឿងពិតនៃប្រវត្តិរបស់គាត់ហឺមទេការពិតលោកពិតជាបីសាច់មែនតើវាមានបញ្ហាអ្វីប្រសិនបើជាមនុស្សឬបិសាចតើវាប៉ះពាល់អីរវាងទំនាក់ទំនងយើងទាំងពីរតើជាការកុហកដែរមែនទេអ្នកបានសម្លាប់ស្ដេចទេវតាតាំងពីសម័យបុរាណមកព្រះនិងអរិយគឺជាស្ត្រូវដែលមិនអាចផ្សះផ្សាគ្នាបានអំពើអាក្រក់និងខុសឆ្គងមិនគួរមាននៅក្នុងโลกនេះតាំងពីដំបូងឡើយ
ហេតុអ្វីខ្ញុំមិនគួរមាននៅក្នុងលោកនេះទេហេតុអ្វីបានជាខ្ញុំអត្តនឹងមិនអាចបំផ្លាញបានតើអ្នកមែនទេលីងស៊ីគឺខ្ញុំមិនមែនលីងស៊ីទេហេតុអ្វីបានជាអ្នកមករកខ្ញុំជាអារ្យខ្ញុំមិនគួររស់នៅក្នុងលោកនេះទេសូមអភ័យទោសពេលនេះខ្ញុំមិនគួរធ្វើបាបអ្នកទេប៉ុន្តែខ្ញុំត្រូវតែប្រយ័ត្នជាងអ្នកដទៃអ្នកប្រហែលជាអាចសម្លាប់ខ្ញុំបានហើយប៉ុន្តែខ្ញុំជាអារ្យខ្ញុំជាបិសាចមនុស្សគ្រប់គ្នានៅក្នុងលោកនេះបដិសេធខ្ញុំសូម្បីតែមនុស្សដែលបានផ្ដល់កំណើតឲ្យខ្ញុំក៏មិនចង់ឲ្យខ្ញុំរស់នៅក្នុងលោកនេះដែរអ្នកណានិយាយបែបនោះអត្ថភាពរបស់អ្នកមានអត្ថន័យនៅក្នុងលោកនេះមនុស្សមួយចំនួនរីករាយដែលអ្នកបានកើតមកអ្នកណាខ្ញុំដោយសារតែបានជួបអ្នកពិភពលោករបស់ខ្ញុំកាន់តែមានពណ៌ស្រស់ឆើតឆាយកាន់តែមានការរំពឹងទុកកាន់តែមានរសជាតិល្វីងជូរចត់ហើយខ្ញុំមានមនុស្សកាន់តែច្រើនដែលចង់ធ្វើដំណើរជាមួយខ្ញុំប៉ុន្តែខ្ញុំស្រឡាញ់អ្នកខ្ញុំអាណិតអ្នកខ្ញុំការពារអ្នកខ្ញុំនឹងមិនចាកចេញពីអ្នកឡើយពួកគេឲ្យអំណោយដល់ខ្ញុំពួកគេបញ្ឆោតខ្ញុំទេពធីតាស្រឡាញ់ពិភពលោកប្រសិនបើអ្នកពោពេញដោយការយល់ច្រឡំហើយត្រូវបានគេមើលងាយដោយមនុស្សគ្រប់គ្នាខ្ញុំសុខចិត្តដើរជាមួយអ្នកប៉ុន្តែប្រសិនបើពិភពលោកមិនស្រឡាញ់អ្នកនោះទេពធីតានឹងមិនស្រឡាញ់ពិភពលោកទេនាងនឹងស្រឡាញ់អ្នកតែម្នាក់ឯងក្រោកឡើងហ្វូជីងក្រោកឡើងអ្នកបានចូលក្នុងសុបិនរបស់ខ្ញុំមែនទេទេលោកម្ចាស់តើអ្នកសុបិនអំពីអ្វីខ្ញុំសុបិនឃើញទេពធីតាមួយនោះប្រកាសជាសុបិនល្អណាស់ប៉ុន្តែសំឡេងទេពធីតានោះជាសំឡេងរបស់អ្នកមិនស្គាល់ទេពធីតាទេនាងនឹងមិនមកជួបខ្ញុំទេនាងតែងតែដាក់សត្វមានជីវិតទាំងអស់ជាមុនសិនបន្ទាប់មកវិន័យហើយបន្ទាប់មកខ្ញុំនាងមានសេចក្តីស្រឡាញ់ឥតព្រំដែនក្នុងចិត្តរបស់នាងតើវាមានតិចតួចណាស់សម្រាប់ខ្ញុំខ្ញុំគ្រាន់តែចង់ឲ្យអ្នកមានអារម្មណ៍មកប្រសើរឡើងអ្នកគ្រាន់តែជាមនុស្សធម្មតាបើចូលក្នុងសុបិនអ្នកប្រកាសជាមានគ្រោះថ្នាក់ហើយសូមអភ័យទោសដល់ខ្ញុំលោកមិនមែនជាមនុស្សជាការពិតណាស់អ្នកមិនដឹងទេលោកមិនយល់អារម្មណ៍ឈឺចាប់ក្នុងបេះដូងទេឥឡូវនេះខ្ញុំយល់ហើយមោះញ៉ាំមួយម៉ាត់ទៀតទៅខ្ញុំពិតជាមិនអាចញ៉ាំបានទៀតទេអ្នកសន្លប់អស់រយៈពេល3ថ្ងៃ3យប់ហើយតើអ្នកអាចជាសះស្បើយដោយមិនញ៉ាំអាហារបានយ៉ាងដូចម្តេចអ្នកនាងយ៉ាងត្រសក់សមុទ្រក្នុងបបរនេះគឺជាវិញ្ញាណត្រសក់សមុទ្រអាយុ1000ឆ្នាំដែលលោកម្ចាស់បានកាត់ពីសមុទ្រទឹកកកដោយផ្ទាល់ជាពិសេសសម្រាប់អ្នកហើយក៏បានបង្កប់ព្យុះដ៏ធំមួយ
ឆ្ងាញ់ណាស់ របួសរបស់អ្នកពិតជាពិបាកព្យាបាលណាស់កុំឲ្យរបួសម្ដងទៀតនៅថ្ងៃក្រោយរបួសអ្នកធ្ងន់ធ្ងរឥឡូវនេះហើយមិនគួរធ្វើអ្វីទេខ្ញុំនឹងត្រឡប់ទៅអាណាចក្រអារក្សវិញមុនសិនហើយឲ្យគ្រូពេទ្យអារក្សរៀបចំពេលអ្នកជាសះស្បើយហើយខ្ញុំនឹងនាំអ្នកត្រឡប់ទៅវិញភ្លាម តើអ្នកមិនអីទេខ្ញុំព្រួយបារម្ភខ្លាំងណាស់ខ្ញុំសុខសប្បាយជាទេអ្នកសន្លប់អស់រយៈពេល3ថ្ងៃ3យប់ព្រោះអ្នកបានចូលទៅក្នុងសុបិនរបស់គាត់ហេតុអ្វីបានជាអ្នកប្រថុយប្រឋានខ្លាំងម្ល៉េះដើម្បីជួយអារក្សបំបត្តិការឈឺចាប់ព្រោះសុបិនដ៏ឈឺចាប់នោះអាចធ្វើឲ្យគាត់ជាប់អន្ទាក់បានតែមួយរយៈប៉ុណ្ណោះប៉ុន្តែប្រសិនបើខ្ញុំដោះលែងគាត់នឹងជួយសង្គ្រោះខ្ញុំពេញមួយជីវិតក្នុងរយៈពេល3ថ្ងៃនេះអារក្សមានចិត្តល្អចំពោះអ្នកជាងមុនគុណនឹង100ដងនៅក្នុងសុបិនរបស់គាត់អ្នកបានឃើញអតីតកាលដ៏កំសត់របស់គាត់ហើយអ្នកមិនមែនមានអារម្មណ៍អាណិតចំពោះគាត់ហើយអ្នកលង់ស្នេហ៍គាត់យ៉ាងខ្លាំងដោយសារការអាណិតឬទេអីការឈឺចាប់របស់អារក្សគឺជាការឈឺចាប់ប៉ុន្តែតើការឈឺចាប់របស់មនុស្សលោកមិនឈឺចាប់ដែរឬរាល់យប់នៅក្នុងសុបិនឃើញម្ដាយរបស់ខ្ញុំស្លាប់ម្ដងហើយម្ដងទៀតដូច្នេះតើខ្ញុំអាចត្រូវបានរំជួលចិត្តដោយចានបមួយយ៉ាងដូចម្ដេចពេលខ្ញុំឃើញចានបនេះខ្ញុំគ្រាន់តែគិតថាពេលវាបំបែកសមុទ្រខាងកើតហើយបង្កប់ព្យុះតើមានទូកនេសាទប៉ុន្មានគ្រឿងនឹងត្រូវលិចតើអ្នកនេសាទប៉ុន្មានអ្នកនឹងរងទុក្ខព្រោះតែខ្ញុំព្រះអារក្សបានបង្កបញ្ហាលើសមុទ្រខាងកើតព្រោះតែខ្ញុំទើបពួកគាត់រងទុក្ខវេទនាបែបនេះបើមិនដូច្នេះទេក៏មិនមានព្យុះកំណាចដែរឥឡូវនេះយើងទទួលបានរបាំងវិញ្ញាណហើយដល់ពេលត្រូវត្រឡប់ទៅអាណាចក្រអារក្សវិញហើយអញ្ចឹងខ្ញុំនឹងនិយាយលាឪពុកម្ដាយរបស់ខ្ញុំជាមុនសិនចម្លែកណាស់ហេតុអ្វីបានជាខ្ញុំមិនអាចតាក់ទងឪពុកម្ដាយរបស់ខ្ញុំបានពួកយើងបានដាំវិញ្ញាណដូចនេះត្រកូលបៃតងមិនថានៅឆ្ងាយពីគ្នាប៉ុណ្ណាទេយើងអាចតាក់ទងគ្នាទៅវិញទៅមកបានជានិច្ចខ្ញុំមានអារម្មណ៍ថាមានអ្វីចម្លែកអំពីប្រអប់ស្លៀកពាក់នេះវាហាក់ដូចជាសាច់ញាតិនិងឪពុកម្ដាយរបស់ខ្ញុំទាំងអស់គ្នានៅខាងក្នុងនេះមិនមែនគ្រាន់តែជាប្រអប់មួយទេហេតុអ្វីបានជាសាច់ញាតិរបស់អ្នកនៅទីនេះអ្នកដែលបង្កើតទំនាក់ទំនងជាមួយស្ថានសួគ៌ពីមុនមិនអាចបង្កើតពិភពលោកតូចមួយផ្ទាល់ខ្លួនរបស់ពួកគេប្រអប់ស្លៀកពាក់នេះមានពិភពលោកតូចមួយកុំសម្លាប់ពួកយើងអីជួយសង្គ្រោះពួកយើងផងតើអ្វីដែលខ្ញុំទើបតែមើលពិតឬនៅខាងក្នុងមានសត្វអាក្រាតរាប់រយរាប់ពាន់នាក់ប្រតិកម្មឥតឈប់ឈររួមរស់ជាមួយគ្នាលើពីនេះទៀតពស់របស់ស្ត្រីមានផ្ទៃពស់លូតលាស់យ៉ាងលឿនហើយពួកគេបន្តសម្រាលកូនក៏មានសាច់ញាតិរបស់ខ្ញុំនៅទីនេះដែរពូមីងឪពុកនិងម្ដាយរបស់ខ្ញុំគេកំពុងតែឆេះខ្ញុំចង់ចូលទៅសង្គ្រោះគេកុំរំជើបរំជួលអ្នកពិតជាមិនអាចសង្គ្រោះពួកគេបានខ្ញុំនឹងសង្គ្រោះពួកគេជឿខ្ញុំចុះពេលខ្ញុំឃើញទឹកមុខម៉ឺងម៉ាត់របស់អ្នកខ្ញុំដឹងថាពិតជាអ្នកគ្រូនៅទីនេះតើមនុស្សស្រីធម្មតាម្នាក់អាចជាអ្នកគ្រូបានដោយរបៀបណាឯងហេតុអ្វីបានជាអ្នកចាក់សរមនុស្សរាប់រយរាប់ពាន់នាក់នៅទីនេះហើយដុតផ្កានិងរុក្ខជាតិជាច្រើនយ៉ាងដូចនេះពិតណាស់ខ្ញុំធ្វើគ្រប់យ៉ាងដើម្បីអ្នកគ្រូ
ตารูปกายธรรมดาอาจซ่อมនឹងអនុញ្ញាតឲ្យអ្នកគ្រូត្រឡប់ទៅកាន់តំណែងរបស់ខ្លួនបានយ៉ាងដូចម្តេចអ្នកត្រូវតែមានរូបកាយដ៏ល្អឥតខ្ចោះមើលស្បែកនេះស្អាតនិងទន់ប៉ុណ្ណានេះគឺជាលទ្ធផលនៃព្រលឹងរបស់ Cheng Shaman រាប់ម៉ឺននាក់ពេលធំក្លិនសក់នេះវាមានភាពស្រស់បំព្រងនិងមានចលនារស់រវើកនេះត្រូវបានដុតដោយដើមនៃផ្កានិងរុក្ខជាតិ Elves ជាការពិតណាស់មិនថារាងកាយរបស់អ្នកមានស្ថិរភាពយ៉ាងណានោះទេវាមិនអាចល្អដូចអ្នកម្ចាស់ឡើយក្នុងរយៈពេល5ឆ្នាំចាប់តាំងពីខ្ញុំស្លាប់តើអ្នកបានធ្វើបែបនេះឬបាត់មិនដែលឈប់ទេអ្នកគ្រូសូមកុំសោកសៅអីការរស់ឡើងវិញរបស់លោកម្ចាស់គឺជាពរជ័យសម្រាប់សត្វលោកទាំងអស់ទាំងនេះគ្រាន់តែជាការលះបង់ចាំបាច់ប៉ុណ្ណោះអ្នកដែលសម្រេចបាននៅរឿងអស្ចារ្យមិនខ្វល់ខ្វាយពីរឿងតូចតាចទេតើអ្នកធ្លាប់គិតពីអារម្មណ៍របស់អ្នកដែលខ្វល់ខ្វាយពីរឿងតូចតាចទេហេតុអ្វីបានជាមនុស្សលោកហេតុអ្វីបានជាវិញ្ញាណផ្កានិងរុក្ខជាតិជាអ្នករងទុក្ខមនុស្សលោករស់នៅដើម្បីបន្តពូជតែប៉ុណ្ណោះឥឡូវនេះខ្ញុំគ្រាន់តែធ្វើឲ្យទិដ្ឋភាពផ្សេងទៀតនៃជីវិតធម្មតារបស់ពួកគេដោយផ្ដោតតែលើការបន្តពូជតើមានអ្វីខុសគ្នានោះចំពោះវិញ្ញាណផ្កានិងរុក្ខជាតិទាំងនោះជីវិតរបស់ពួកគេមានឋានៈតូចទាបដោយធម្មជាតិប្រសិនបើពួកគេអាចបន្ថែមក្លិនក្រអូបបន្តិចបន្តួចដល់ការវិលត្រឡប់របស់អ្នកគ្រូនោះការស្លាប់របស់ពួកគេនឹងមានតម្លៃខ្ញុំហាមឃាត់អ្នកពីការធ្វើរឿងបែបនេះម្ដងទៀតលែងពួកគេទៅបើមិនដូច្នោះទេខ្ញុំនឹងកាត់ផ្តាច់ចំណងទាំងអស់ជាមួយអ្នកជាគ្រូនិងជាសិស្សទេស្ដេចបិសាចអាចសម្លាប់ពួកគេបានហេតុអ្វីខ្ញុំមិនអាចសម្លាប់ពួកគេបានអ្នកគ្រូសូមបារម្ភទុកអ្វីទាំងអស់ឲ្យខ្ញុំធានាថាដៃរបស់អ្នកគ្រូនឹងស្អាតជានិច្ចនៅពេលដែលលោកក្រវិលត្រឡប់ទៅកាន់តំណែងរបស់គាត់ជាផ្លូវការពេញមួយជីវិតរបស់យើងនឹងមិនបែកគ្នាឡើយមិនអីទេសូម្បីតែអ្នកក៏មិនស្ដាប់ខ្ញុំទៀតមែនទេខ្ញុំមិនអាចសម្លាប់អ្នកបានទេប៉ុន្តែខ្ញុំអាចសម្លាប់ខ្លួនឯងបានដែលបានបង្រៀនសិស្សដូចអ្នកខ្ញុំគួរតែលាងបាបឲ្យខ្លួនឯងចំពោះអំពើបាបដែលបានធ្វើលើសត្វមានជីវិតទាំងអស់ខ្ញុំនឹងទៅដើម្បីលាងបាបរបស់ខ្ញុំទេអ្នកគ្រូខ្ញុំនឹងដោះលែងពួកគេខ្ញុំសន្យាខ្ញុំនឹងមិនសម្លាប់ពួកគេម្ដងទៀតទេអ្នកទៅទទួលទណ្ឌកម្មរន្ទះបាញ់ភ្លាមអ្នកមិនត្រូវបានអនុញ្ញាតឲ្យចាក់ចេញរយៈពេល7ថ្ងៃ7យប់ទេខ្ញុំនឹងគោរពតាមបញ្ជារបស់អ្នកគ្រូប៉ុន្តែពេលខ្ញុំមិនបាននៅក្បែរអ្នកគ្រូខ្ញុំព្រួយបារម្ភអំពីសុវត្ថិភាពរបស់អ្នកគ្រូទាំងនេះគឺជាពាក្យដ៏ស្មោះស្ម័គ្ររបស់ខ្ញុំអ្នកគ្រូអាចតាក់ទងមកខ្ញុំនៅពេលណាក៏បានចេញពីទីនេះតោះទៅជួបសាច់ញាតិរបស់អ្នកលោកពូកុំសម្លាប់ខ្ញុំមីងថាងមីងយីងឈុនទេប៉ាម៉ាក់លែងខ្ញុំទៅកុំចាប់ខ្ញុំកុំវាយខ្ញុំកុំដុតខ្ញុំប៉ាគឺខ្ញុំទេប៉ាវាស្មើអមតៈទាំងមូលផ្កានិងរុក្ខជាតិជាច្រើនបានបាត់ទៅហើយនៅឋានសួគ៌ទាំងមូលបើជាមិនមានទេវតាណាមួយខ្វល់ខ្វាយទេអ្នកក៏ជាទេវតាចុះពួកគេជាមនុស្សធម្មតាដូចស្រមោចឬ
ពួកយើងជាវិញ្ញាណផ្កានិងរុក្ខជាតិថ្នាក់ទាបបំផុតយើងកើតមកតាមរយៈការដាំដុះប៉ុណ្ណោះឪពុកនិងម្ដាយរបស់ខ្ញុំអស់រយៈពេល1000ឆ្នាំកន្លងមកនេះខ្ញុំបានព្យាយាមអស់ពីសមត្ថភាពដើម្បីផ្គប់ចិត្តសត្វគ្រាអស់ធម្មពលវិញ្ញាណផ្ដល់ឲ្យគាត់នៅលំអងផ្កាពួកគេគិតថាខ្ញុំនឹងមិនចាំបាច់រងទុក្ខទៀតទេពិតជាល្ងងខ្លៅណាស់កុំចាប់ខ្ញុំកុំចាប់ខ្ញុំកុំបារម្ភខ្ញុំនឹងសងសឹកខ្ញុំនឹងធ្វើឲ្យគាត់ស្លាប់អ្នកគ្រូបានហៅខ្ញុំដោយសំឡេងខាងក្នុងចិត្តរបស់គាត់តើវាអាចទៅបានទេថាគាត់ជួបប្រទះគ្រោះថ្នាក់អ្នកគ្រូហេតុអ្វីបានជាអ្នកគ្រូត្រូវបានគេចោទបេសាចគាត់បានបង្ខំខ្ញុំឲ្យទៅជាមួយគាត់ទៀតហើយគាត់បានឆ្លៀតឱកាសពីខ្ញុំព្រោះខ្ញុំជាមនុស្សធម្មតាខ្ញុំគ្មានសមត្ថភាពទប់ទល់ទេខ្ញុំនឹងស្រ័យជូនអ្នកគ្រូកុំស្រ័យខ្ញុំអីតែថាប់ខ្ញុំវិញជួយខ្ញុំបិទបាំងការចងចាំកខ្វក់ទាំងអស់នោះវិបដិសារីធ្វើឲ្យខ្ញុំឈឺចាប់ការឈឺចាប់ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាលែងចង់រស់អាគ្រីលអាំងអ្នកហ៊ានប៉ះនាងផងអ្នកបានប្រមាថអ្នកគ្រូរបស់ខ្ញុំនឹងយកជីវិតរបស់អ្នកវាតម្លៃខ្លួនឯងហួសហេតុពេកហើយខ្ញុំនឹងបំផ្លាញអ្នកបបទៅហេតើស្ដេចបេសាចនឹងចំណាយពេលប៉ុន្មានដើម្បីរកអាកុកអាំងយ៉ាងច្រើនបំផុតពេលវេលាដែលត្រូវការសម្រាប់មួយធូបបើចឹងយើងត្រូវប្រញាប់ខ្ញុំមិនអាចឲ្យវាបានស្លាប់ដោយងាយៗទេតើអ្នកយ៉ាងម៉េចហើយសូមកុំស្លាប់អីណាខ្ញុំមិនចង់ឃើញអ្នកស្លាប់ទេខ្ញុំដឹងថាខ្ញុំសំខាន់ប៉ុណ្ណាសម្រាប់អ្នកខ្ញុំនឹងស្លាប់ដើម្បីអ្នកដោយស្ម័គ្រចិត្តប៉ុន្តែខ្ញុំមិនមែនជាអ្នកស្នងរូបរបស់អ្នកទេតាំងពីដើមដល់ចប់ខ្ញុំតែងតែជាមនុស្សធម្មតាដែលអ្នកមើលងាយថាម៉េចខ្ញុំឈ្មោះយ៉ាងរុងរុងកាលខ្ញុំអាយុ15ឆ្នាំភូមិរបស់យើងទាំងមូលត្រូវបានសម្លាប់ដោយស្ដេចបេសាចខ្ញុំបានមើលទេពធីតាបណ្ដោយឲ្យស្ដេចបេសាចសម្លាប់មនុស្សគ្រប់គ្នានៅពេលនោះខ្ញុំបានស្បត់ថាខ្ញុំនឹងសម្លាប់ស្ដេចបេសាចនិងទេពធីតាតើអ្នកអាចមានភាពស័ក្តិសមដើម្បីប្រៀបធៀបជាមួយអ្នកគ្រូរបស់ខ្ញុំដោយរបៀបណាទេពធីតាមានកាតព្វកិច្ចការពារសត្វមានជីវិតទាំងអស់ប៉ុន្តែនាងបានក្បត់សត្វមានជីវិតទាំងអស់សម្រាប់បំណងអាត្មានិយមរបស់នាងនាងបានបណ្ដោយឲ្យម្ដាយរបស់ខ្ញុំនិងអ្នកភូមិយ៉ាងជាទាំងមូលស្លាប់ដោយគ្មានទោសខ្ញុំនឹងសម្លាប់នាងមានអ្វីខុសនោះអ្នកហ៊ានខុបខិតប្រឆាំងនឹងអ្នកគ្រូរបស់ខ្ញុំអ្នកគ្មានខុសអ្វីក្រៅពីក្រុមស្រមោចទេត្រូវកើតមកដើម្បីស្លាប់ហើយកើតជាថ្មីរងទុក្ខវេទនានេះជាវាសនាធម្មតារបស់អ្នកទេតើនេះជាវាសនាធម្មតារបស់ខ្ញុំទេប៉ុន្តែម្ដាយខ្ញុំបាននិយាយថាជីវិតរបស់ខ្ញុំគឺជាសុភមង្គលដ៏មានតម្លៃបំផុតនៅក្នុងโลกនេះម៉ែឲ្យមើល
ជាលើកដំបូងពេលដែលខ្ញុំរៀនសេអក្សរម៉ាក់ខ្ញុំបានរត់ពេញភូមិដើម្បីប្រាប់មនុស្សគ្រប់គ្នាដោយគិតថាខ្ញុំអាចក្លាយជាគ្រូបង្រៀននៅថ្ងៃអនាគតខ្ញុំបាននិយាយថាខ្ញុំមិនចង់ក្លាយជាគ្រូបង្រៀនទេខ្ញុំចង់ក្លាយជាអ្នកលក់ស្ករគ្រាប់ម៉ាក់មិនខឹងទេម៉ាក់បាននិយាយថាខ្ញុំពិតជានឹងក្លាយជាអ្នកលក់ដ៏ជំនាញបំផុតក្នុងក្រុងទាំងមូលម៉ាក់បាននិយាយថាសៀវភៅរស់នៅបាន 1000 ឆ្នាំគ្មានអ្វីចម្លែកទេដែលផ្កាមួយផ្ការីកយ៉ាងអស្ចារ្យបែបនេះមនុស្សមានជីវិតខ្លីប៉ុន្តែទោះបីជាអ្នកមានពេលតែមួយថ្ងៃដើម្បីរស់នៅក៏ដោយអ្នកគួរតែរស់នៅបានល្អហើយរស់នៅជីវិតដ៏ពេញលេញនៅក្នុងក្រសែភ្នែករបស់គាត់រាល់ថ្ងៃដែលខ្ញុំមានគឺមានន័យណាស់នៅក្នុងក្រសែភ្នែករបស់ខ្ញុំម្ដាយរបស់ខ្ញុំក៏មានតម្លៃដែរប៉ុន្តែមនុស្សដ៏មានតម្លៃដូចជាម្ដាយរបស់ខ្ញុំបានស្លាប់ដើម្បីការពារខ្ញុំប៉ុន្តែខ្ញុំនឹងមិនដែលអនុញ្ញាតឲ្យម្ដាយរបស់ខ្ញុំស្លាប់ដូចស្រមោចឡើយខ្ញុំក៏មិនអនុញ្ញាតឲ្យកូនរបស់ម្ដាយខ្ញុំទទួលយកជោគវាសនានៃការស្លាប់ដូចស្រមោចដែរអ្នកណាដែលធ្វើឲ្យខ្ញុំទទួលយកជោគវាសនាបែបនេះខ្ញុំនឹងឲ្យគាត់ស្លាប់ស្រមោចនៅតែស្រមោចនឹងខ្ញុំបានគ្រប់គ្រងលំអងផ្កានិងទឹកដមផ្កាអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយខ្ញុំបានដាក់បេះដូងនិងព្រលឹងរបស់ខ្ញុំចូលទៅក្នុងវាខ្ញុំទើបតែបានកម្ចាត់វិញ្ញាណមេអំបៅនេះតើអ្នកគិតថាអ្នកជានរណាពុកម៉ែមីងប៉េះមីងសារីតើនេះជាអ្វីតើអ្នកភ្លេចហើយឬនៅដើម្បីចម្រាញ់ថ្នាំទឹកអ្នកបានលះបង់វិញ្ញាណផ្កានិងរុក្ខជាតិស្ទើរតែទាំងអស់នៃឋានសួគ៌ទាំងនេះគឺជាវិញ្ញាណដែលនៅរស់រានមានជីវិតនិងសាច់ញាតិរបស់ពួកគេនៅក្នុងឋានទាំង6ពួកគេទាំងអស់គ្នាបានមកពួកគេក៏ចង់ឃើញវាសនារបស់អ្នកដែរមិនអាចទៅរួចទេនេះមិនអាចទៅរួចទេវាគឺជាវិញ្ញាណទិព្វតើនាងមនុស្សធម្មតាអាចគ្រប់គ្រងជាម្ចាស់របស់វាដោយរបៀបណាអំពើល្អតែងតែមានអ្នកជួយច្រើនវិធីរបស់លោកនាំមកនៅអ្នកស្អប់ពោពេញដោយភាពក្រអឺតក្រទមដឹងថាអ្នកណាប្រព្រឹត្តចំពោះពួកគេបានល្អអ្នកណាដែលស្អប់ពួកគេអាកុកអាំងក្នុងនាមជាព្រះដ៏សុចរិតយ៉ាងណាក៏ដោយដើម្បីបំណងប្រាថ្នាអាត្មានិយមរបស់អ្នកបានលះបង់ជីវិតរាប់រយរាប់ពាន់នាក់ដោយសារករណីនេះខ្ញុំនឹងចាប់អ្នកជារៀងរហូតនៅក្នុងសុបិនបដូរអ្នកទៅជាដង្កូវល្ងងសំបីជាមនុស្សធម្មតាក៏រួញឥតឈប់ឈរអ្នកនឹងភ្ញាក់មើលខ្លួនឯងរួញឥតឈប់ឈររហូតដល់អ្នកស្លាប់យ៉ាងវេទនាខ្ញុំមិនចង់បានបែបនោះទេខ្ញុំមិនចង់បានបែបនោះទេខ្ញុំមិនចង់ក្លាយជាដង្កូវល្ងងទេខ្ញុំមិនត្រូវការវាទេការសម្លាប់ទេវតាវាមិនពិបាកប៉ុន្មានទេឥឡូវនេះនៅសល់តែអាវុធវេទមន្តចុងក្រោយមួយប៉ុណ្ណោះគឺបេះដូងរបស់ស្ដេចបិសាចស្ដេចបិសាចពិតជាពេញចិត្តនឹងអ្នកឥឡូវនេះដូច្នេះហើយទ្រង់អាចនឹងផ្ដល់ឲ្យអ្នកនៅបេះដូងរបស់គាត់ស្ដេចបិសាចក្នុងពិភពអារក្សពិតជាមានថាមពលខ្លាំងមែនតែបើជាស្ដេចបិសាចក្នុងពិភពជីវិតរមែងស្លាប់ចិត្តនឹងងាយដកខ្លួនចេញអ្នកបាននិយាយថាបំណងប្រាថ្នាខួបកំណើតរបស់អ្នកគឺដើម្បីទៅពិភពមនុស្សប្រសិនបើលោកម្ចាស់ទៅផែនដីដើម្បីស៊ូទ្រាំនឹងទុក្ខលំបាកនោះដូចជាមិនសម
អ្នកនឹងខ្ញុំនឹងទៅពិភពមនុស្សដើម្បីស៊ូទ្រាំនឹងទុក្ខលំបាក មិនអាចឲ្យលោកម្ចាស់លំបាកដោយសារខ្ញុំ គ្រាន់តែជាកបញ្ហារបស់ធម្មពលវេទមន្តៈ ខ្ញុំ ទេ គ្រាន់តែចង់ជួបអ្នកម្ដងទៀតជាមួយនឹងអត្តសញ្ញាណថ្មីនោះហើយជាអ្វីដែលខ្ញុំចង់បានលើលោកយើងនេះបើប្តីប្រពន្ធស្រឡាញ់គ្នាទាំងប្តីទាំងប្រពន្ធនឹងក្រោកពីព្រលឹមដើម្បីតែងខ្លួនឲ្យប្រពន្ធខ្ញុំក៏ចង់ឲ្យអ្នកតែងខ្លួនឲ្យខ្ញុំដែរ តើវាលំបាកប៉ុណ្ណាខ្ញុំអាចតែងខ្លួនសម្រាប់អ្នកឥឡូវនេះ បើអ្នកមិនដឹងថាត្រូវតែងខ្លួនយ៉ាងណាទេបំភ្លេចវាទៅ តើខ្ញុំមិនអាចធ្វើអ្វីដែលមនុស្សអាចធ្វើបានពេលខ្ញុំទៅផែនដីខ្ញុំនឹងរៀនវាភ្លាម ពិតទេដែលអ្នកនិយាយថាអ្នកចង់ទៅកាន់ពិភពមនុស្សដែលអាចស្លាប់ ដោយសារវាជាថ្ងៃកំណើតរបស់អ្នកខ្ញុំនឹងចាត់ទុកវាជារង្វាន់សម្រាប់អ្នក អ្នកពិតល្អណាស់ចំពោះខ្ញុំ ទេពធីតាឲ្យអ្នកពិតជាភ្ញាក់ពីដំណេកនៅពេលនេះមនុស្សសាមញ្ញឲ្យអ្នកហ៊ានលបួងព្រះអរិយពេលខ្ញុំដេកលក់ថែមទាំងព្យាយាមធ្វើឲ្យគាត់លងស្នេហ៍អ្នកនៅក្នុងពិភពមនុស្សទៀតផងឥឡូវនេះព្រលឹងខ្ញុំបានស្ថិរភាពហើយលើកនេះខ្ញុំនឹងទៅជាមួយអ្នកទៅកាន់ពិភពមនុស្សបើខ្ញុំនៅទីនេះខ្ញុំមិនអនុញ្ញាតឲ្យអ្នកទទួលបានជោគជ័យទេបើមិនដូច្នោះទេបើដូច្នេះតើអ្នកហ៊ានភ្នាល់ជាមួយខ្ញុំទេតើគាត់នឹងជ្រើសរើសអ្នកណាអូខេកាយ៉ូ សម្រាប់ការទៅពិភពមនុស្សលើកនេះអ្នកមានការចងចាំតែខ្ញុំចាំមិនបានទេខ្ញុំនឹងអនុញ្ញាតឲ្យអ្នកតាមរកខ្ញុំនៅក្នុងពិភពមនុស្សថាតើខ្ញុំអាចរៀបការជាមួយអ្នកបានឬអត់វាអាស្រ័យលើសមត្ថភាពរបស់អ្នក កុំបារម្ភអីខ្ញុំប្រកាសជានឹងរកអ្នកឃើញទេពធីតាឲ្យខ្ញុំនឹងធ្វើឲ្យអ្នកថ្វាយបេះដូងរបស់អ្នកដោយដៃទាំងពីរសូមព្រះនៃពិភពលោកមានសំណាងល្អហើយក្តីសុបិនរបស់អ្នករីកចម្រើនសូមព្រះនៃពិភពលោកមានសំណាងល្អហើយក្តីសុបិនរបស់អ្នករីកចម្រើន